សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ស្រីខួយ TV យ៉ាងណាដែរបងប្អូនបន្ទាប់ពីបានទស្សនាភាគទី2ដែល admin បានសម្រាយណាឲ្យបន្ទុកមើលបានប្រមាណបន្ទុកដែរឥឡូវនេះយើងបន្តតាមដានសាច់រឿងទាំងអស់គ្នាជាមួយនឹងភាគទី3គឺរឿង Everlasting Longing ដែល admin ដាក់ជាភាសាខ្មែរថាគូសត្រូវដណ្ដើមអំណាចបន្តពីភាគមុនណាគឺតួឯកប្រុសនិងតួឯកស្រីយើងកំពុងតែជជែកគ្នានៅក្នុងបន្ទប់ព្រោះថាតួឯកស្រីគឺគាត់បានស្លាប់ដោយសារតែគាត់ត្រូវជួបជាមួយនឹងបរិយាកាសក៏ដូចជាប្រកួតជាច្រើននៅលើសមុទ្រខ្សាច់អញ្ចឹងហើយគឺឥឡូវហ្នឹងគាត់បានធូរស្បើយហើយក៏បានចរចាគ្នាយ៉ាងស្វិតស្វាញជាមួយនឹងតួឯកប្រុសប៉ុន្តែតួឯកប្រុសរបស់យើងគាត់ចាប់ផ្ដើមទៅលើតួឯកស្រីហើយនឹងឯងគាត់និយាយថានៅពេលដែលខ្ញុំមើលទៅនាងយូរទៅគឺដូចជាចាប់អារម្មណ៍នាងកាន់តែខ្លាំងឡើងអញ្ចឹងហើយវាពិបាកនឹងឲ្យនាងចាក់ចេញពីខ្ញុំបានន័យថាគាត់ចង់ដឹងពីរឿងអាត់កំបាំងដែលតួឯកស្រីរបស់យើងនឹងគាត់លាក់ទុកក្នុងចិត្តហើយគាត់គ្រោងនឹងធ្វើអីបន្តទៀតតួឯកស្រីក៏និយាយថាលោកឯងនេះយ៉ាប់ណាស់ដឹងថាជារបស់អ្នកផ្សេងហើយនៅតែតាមស្អិតមករញ៉េរញ៉ៃអីទៀតតួឯកប្រុសក៏និយាយថាខ្ញុំមិនជ្រៀតជ្រែកជាមួយមនុស្សស្រីរបស់អ្នកផ្សេងទេប៉ុន្តែបើសិនជាស្រីមេម៉ាយក៏មិនអីដែរយ៉ាបែបលក្ខណៈថាឌឺដងបង្កប់នៃស្នេហាណាពូហ្នឹងនិយាយឲ្យតួឯកប្រុសយើងក៏បើកទ្វារចេញទៅតួឯកស្រីហ្នឹងក៏សម្លក់សម្លឹងបែបខ្នាញ់ក្នុងចិត្តដែរនឹងឯងចូលមកដល់កន្លែងហាងមួយដែលគេកំពុងតែញ៉ាំអាហារផឹកតែអីជាមួយគ្នាអញ្ចឹងណាបែបដូចជានៅក្នុងផ្សារហើយនៅពេលហ្នឹងដៃស្ដាំសេនាដៃស្ដាំរបស់តួឯកប្រុសហ្នឹងក៏បានតាមដានដែរព្រោះថាតាមដានតួឯកស្រីហ្នឹងថាតើនាងកំពុងធ្វើអីខ្លះអញ្ចឹងទៅសេនាដៃស្ដាំហ្នឹងគឺក៏បានទៅជួបជាមួយនឹងម្ចាស់ហាងហៅម្ចាស់ហាងក៏បានប្រាប់ថានោះឲ្យទៅរៀបចំបន្ទប់សម្រាប់សុភាពបរិះម្នាក់នោះទៅព្រោះថាពេលហ្នឹងតួឯកស្រីយើងគាត់តែងខ្លួនជាមនុស្សប្រុសដើម្បីកុំឲ្យគេដឹងព្រោះថាបើសិនជាគាត់តែងខ្លួនជាមនុស្សស្រីគាត់ប្រឈមនឹងឧបសគ្គច្រើនអញ្ចឹងហើយដើម្បីបន្លំចូលទៅក្នុងបិស្វ័ននឹងបានគឺគាត់ត្រូវរៀបចំខ្លួនជាមនុស្សប្រុសតួឯកស្រីនឹងក៏បានទៅអង្គុយជួបជុំជាមួយនឹងមនុស្សប្រុស2នាក់ដែលកំពុងតែផឹកតែឬក៏ផឹកស្រាទេទៅដល់នឹងសួរថាសួស្ដីលោកកំពុងតែញ៉ាំអាហារកំពុងតែផឹកតែជុំគ្នាលក្ខណៈថាដូចស្គាល់គ្នាពីអង្កលអញ្ចឹងណាតើខ្ញុំអាចដឹងបានទេថាអ្នកជាអ្នកណាមកពីខាងណាបរិះទាំងពីរអ្នកហ្នឹងគាត់ក៏បានស្វាគមន៍តួឯកស្រីយើងដែរគាត់ថាចៃដន្យណាស់ខ្ញុំគឺលោកហៀងប្រធានក្រុមហែក្បួនហើយម្នាក់ទៀតក៏គាត់បានប្រាប់ដែរយើងមកពីបៃស្វ័នដែរណាអញ្ចឹងទៅគាត់ក៏បានស្វាគមន៍គ្នារាក់ទាក់ជជែកអីជាមួយគ្នាជាច្រើននិយាយអំពីដំណើរដើមតងមុខជំនួញឬមួយក៏របៀបថាស៊ើបការអីផងអញ្ចឹងណានិយាយចុះនិយាយឡើងណាបរិះម្នាក់ហ្នឹងក៏បាននិយាយថានាងមើលទៅដូចជាមិនមែនជាប្រជាជនបៃស្វ័នទេហេតុអីបានជានៅម្នាក់ឯងអីអញ្ចឹងតើដៃគូរបស់នាងហ្នឹងនៅឯណាអត់ខ្លាចគ្រោះថ្នាក់អីទេអីតួឯកស្រីនឹងក៏បាននិយាយថាដៃគូរបស់ខ្ញុំនឹងគាត់មិនដឹងថាទៅខាងណាខាងណីទេព្រោះថាមកតាមផ្លូវគឺជួបជាមួយនឹងចៅបានវាយប្រហារប្លន់អីអញ្ចឹងម្នាក់នឹងរកតែប្រះអាយុរៀងខ្លួនទេហើយម្យ៉ាងទៀតដៃគូរបស់ខ្ញុំដែលចំណិតម្នាក់នឹងគាត់ក៏បានជួយសង្គ្រោះខ្ញុំដោយសុខចិត្តជួបបញ្ហាគ្រោះថ្នាក់ប្រឈមនឹងគ្រោះថ្នាក់អីខ្លួនឯងគាត់បានជួយសង្គ្រោះខ្ញុំអីអញ្ចឹងណាបរិះទាំងពីរហ្នឹងក៏បាននិយាយថាមិនអីទេនាងមកទីនេះគឺលៀងជើនឹងបៃស្វ័នហ្នឹងគឺនៅជិតគ្នាដែរទេហើយមេដឹកនាំរបស់ស្វ័នហ្នឹងគឺជាអ្នកការពារបៃស្វ័នហ្នឹងឯងអញ្ចឹងហើយគឺគាត់នឹងមិនឈរមើលមនុស្សដែលត្រូវគេធ្វើបាបទេអញ្ចឹងនាងមិនបាច់ព្រួយបារម្ភអីទេតួឯកស្រីក៏បាននិយាយតបទៅវិញថាតើខ្ញុំអាចប្រឈមមុខដោយរបៀបណាទៅព្រោះខ្ញុំគឺនៅចង់ទៅយ៉ាណានយ៉ាងហោចណាស់ក៏បានទៅធ្វើបុណ្យសពបងប្អូនរបស់ខ្ញុំជាមុនសិនបុរសម្នាក់នឹងក៏បានតបទៅកាន់តួស្រីវិញថាវាជាការប្រសើរណាស់បើសិនជានាងត្រឡប់ទៅសួនជាមុនសិនហើយគាត់ក៏បានសួរទៅតួឯកស្រីយើងថានិយាយអញ្ចឹងតើឯកសាររបស់នាងនៅណាដែរតួឯកស្រីក៏និយាយថាឯកសារអីគេ
ចៅទាំងនោះនឹងបានយកគ្រប់យ៉ាងពីខ្ញុំអស់ហើយអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំគ្រប់យ៉ាងហ្នឹងគឺបានយកអស់ហើយអត់មានទេអញ្ចឹងបរិះនឹងក៏ថាបើគ្មានឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកទេនាងគឺមិនអាចសំបីទៅចាក់ចេញពីទីនេះបរិះនឹងថាដើម្បីឆ្លងកាត់បៃស្រាន់គឺត្រូវការឯកសារអត្តសញ្ញាណប័ណ្ណនឹងជាមួយនឹងត្រារបស់មេដឹកនាំហើយតួឯកស្រីយើងនឹងក៏បានសួរបន្ថែមទៀតថាតើមានវិធីអីផ្សេងឬអត់បរិះនឹងក៏និយាយថាលុះត្រាតែរបៀបថាចង់បែបទៅផ្លូវកាត់ណានឹងឯងនិយាយរៀបនឹងនិយាយតែហើយក៏កលៀសមកវិញថាប៉ុន្តែវាមិនអាចទៅរួចទេលុះត្រាតែនាងមានបញ្ជាសរសេរដោយដៃរបស់មេដឹកនាំវាពិបាកខ្លាំងណាស់មនុស្សសាមញ្ញអញ្ចឹងគឺមិនងាយអាចទៅរួចទេនិយាយគ្នាជាហូរហែរហូតចូលមកដល់វគ្គបន្ទាប់ទៀតហ្នឹងគឺតួឯកស្រីយើងក៏បានមកយកចិត្តតួឯកប្រុសណាហ្នឹងហើយព្រោះថាគាត់នឹងបានស៊ើបដឹងអំពីការចូលទៅបៃស្រាន់នឹងដោយរបៀបណាហើយឥឡូវនេះដល់វគ្គយកចិត្តតួឯកប្រុសហើយដើម្បីបានត្រាពីតួឯកប្រុសព្រោះថាលុះត្រាណាតែបានត្រាពីតួឯកប្រុសហ្នឹងបានអាចចេញចូលទៅណាដោយសេរីបានណាតួឯកស្រីយើងហ្នឹងក៏បានលើកទឹកតែលើកចំណីលើកអាហារអីមកហើយក៏និយាយថាអនុញ្ញាតឲ្យខ្ញុំជួយលោកដែរទេហ្នឹងហើយបែបសតុនមុនស្នេហ៍ព្រោះថាយកចិត្តគេអញ្ចឹងទៅត្រូវតែសតុនមុនស្នេហ៍តិចតួឯកប្រុសហ្នឹងក៏កំពុងតែលៀងរបួសអ្នកទាំងអស់គ្នាហើយតួឯកស្រីយើងរបៀបថាជួយគេបណ្ដើហ្នឹងសម្លឹងឃើញត្រាគុជរបស់តួឯកប្រុសហ្នឹងហើយអញ្ចឹងទៅក៏លៀងរបួសលៀងអីឲ្យតួឯកប្រុសយើងនឹងក៏របៀបថាគេជួយឲ្យចាំកាលទៀតមើលគេហាមាត់អីអញ្ចឹងក៏បានសួរទៅកាន់តួឯកស្រីថាតើរបួសរបស់នាងនឹងយ៉ាងម៉េចហើយតួឯកស្រីថាអរគុណហើយចំពោះកង្វល់របស់លោករបួសខ្ញុំនឹងស្ទើរតែជាសះស្បើយអស់ហើយតួឯកប្រុសនឹងក៏និយាយទៀតថាបើអញ្ចឹងយើងគួរតែដោះស្រាយបំណុលជាមួយគ្នាតួឯកស្រីថាវាដល់ពេលហើយលឿនម្លេះខ្ញុំបានរំរបួសឲ្យលោកបានជួយលោកចេញពីសមុទ្រខ្សាច់បានសង្គ្រោះជីវិតរបស់លោកពីចចកទៀតផងហ្នឹងហើយគេរាយរាប់ណាហើយឥឡូវនេះកំពុងតែលៀងរបួសឲ្យលោកបន្ថែមទៀតតើលោកមានកម្រងសងសឹកខ្ញុំដោយរបៀបណាចង់សងសឹកអីទៀតតួឯកប្រុសនឹងស្ដាប់រាយរាប់ច្រើនពេកក៏និយាយថានាងបានធ្វើឲ្យខ្ញុំរងទុក្ខខ្លាំងណាស់នៅក្នុងសមុទ្រខ្សាច់តើគួរបង់ថ្លៃនឹងតបស្នងដោយរបៀបណាតួឯកស្រីក៏តបវិញដោយជឿជាក់ថាប៉ុន្តែពេលនោះខ្ញុំក៏បានសង្គ្រោះលោកចេញពីលងសមុទ្រខ្សាច់នឹងលឿនដែរលោកមិនមានគ្រោះថ្នាក់អីទេពេលនោះតួឯកប្រុសក៏ថាបន្ទាប់មកនាងក៏រុញខ្ញុំចូលទៅក្នុងសមុទ្រខ្សាច់នឹងទៀតហើយតួឯកស្រីយើងក៏តបវិញថាប៉ះសិនបើខ្ញុំអាចគ្រប់គ្រងព្យុះបានខ្ញុំមិនឲ្យលោកមានគ្រោះថ្នាក់ទេនៅក្នុងសមរភូមិអន្លង់ដែលមិនអាចគ្រប់គ្រងបានមិនត្រឹមតែលោកទេកងទ័ពជាច្រើនក៏ត្រូវតែរងគ្រោះដែរតួឯកស្រីនិងតួឯកប្រុសសម្លឹងមើលមុខគ្នានិយាយឌឺដងគ្នាហើយតួឯកប្រុសនឹងក៏បាននិយាយទៀតថាតើនាងនិយាយជាមួយចៅហ្វាយវ័យក្មេងរបស់នាងបែបនេះបានន័យថានាងនិយាយជាមួយចៅហ្វាយបែបហ្នឹងអត់មានគោរពអត់មានខ្លាចរអាអីបន្តិចទេតួឯកស្រីយើងក៏និយាយថាលោករៀបនឹងខ្លាចជាម្ចាស់របស់ចចកនៃតកូលទាំង5ហើយអញ្ចឹងហើយមិនបាច់ចាំបាច់ខ្វល់ទេតួឯកប្រុសហ្នឹងកាន់តែសម្លឹងទៅតួឯកស្រីទៀតតែនិយាយតបថានាងពិតជាព្រួយបារម្ភអំពីរឿងនេះដែរតួឯកស្រីក៏តបថាលោកឯងប្រហែលជាមិនដឹងរឿងនេះទេក្នុងអំឡុងពេលញ៉ាំអាហារនៅក្នុងហាងមនុស្សអ៊ូអខ្ញុំបានសង្កេតឃើញថាមនុស្សនៅក្បែរឬក៏ពួកឈ្មួញនិងពួកឆ្មក់ចាំស៊ើបការណាសុទ្ធតែភ្នាល់លើរឿងនឹងទាំងអស់ហ្នឹងខ្ញុំក៏បានដាក់ភ្នាល់ច្រើនដែរជាមួយពួកគេខ្ញុំបានដាក់ភ្នាល់លុយទាំងអស់ដោយចុចឈ្មោះរបស់លោកអញ្ចឹងហើយកុំធ្វើឲ្យខ្ញុំអស់សង្ឃឹមឲ្យសោះតួឯកប្រុសក៏បាននិយាយទៅកាន់តួឯកស្រីបន្តទៀតថាដូច្នេះនាងគិតថាខ្ញុំជាអ្នកឈ្នះតួឯកស្រីថាលោកល្បីទូទាំងពិភពលោកហើយមានចិត្តសប្បុរសមេត្តាចំពោះមនុស្សទូទៅទៀតលោកពិតជាឈ្នះខ្ញុំសង្ឃឹមថាលោកនឹងឈ្នះរបៀបថានិយាយនេះគឺសង្ឃឹម 100% ឬមួយក៏លួងលោមទេតួឯកប្រុសហ្នឹងបែបត្រង់ដឹងចិត្តតួឯកស្រីយើងណាក៏បាននិយាយថាការរំពឹងទុករបស់នរណាម្នាក់ដែលជាឈ្មួញដែលជាអ្នករកស៊ីអាកប្បកិរិយារបស់គេនឹងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សតួឯកស្រីក៏និយាយថាអរគុណណាស់ចំពោះការសរសើរខ្ញុំនិយាយចុះនិយាយឡើងនឹងរំរបួសរួចហើយតួឯកស្រីក៏ថាជាការប្រសើរណាស់មុខរបួសរបស់លោកខ្ញុំបានរំរួចហើយអញ្ចឹងហើយលោកអាចញ៉ាំអាហារដោយរីករាយបានតួឯកស្រីថាអញ្ចឹងខ្ញុំចេញទៅសិនហើយ
របៀបថានិយាយដោយសតុនមុនស្នេហ៍ដោយស្នាមញញឹមតួឯកប្រុសហ្នឹងក៏រៀងសង្ស័យដែរសម្លឹងមុខតួឯកស្រីយើងគ្រាន់តែបិទទ្វារក្រឹបក្នុងចិត្តហ្នឹងគឺកំពុងតែគិតតែតួឯកស្រីណាអឺលក្ខណៈថាគុំត្រូវតែយកត្រានឹងឲ្យទាល់តែបានហ្នឹងហើយកលេចមកដល់ស៊ីម៉ូឯនេះវិញដែលជាអ្នកចង់ស្នងតំណែងបេស្រាន់ណាហ្នឹងហើយអញ្ចឹងទៅគេកំពុងតែស៊ើបការតាមដានតួឯកប្រុសយើងសម្បើមណាព្រោះថាស៊ីម៉ូហ្នឹងគឺនិយាយទៅចង់សម្លាប់តួប្រុសឲ្យបាត់សូន្យពីតកូលបេស្រាន់ហ្នឹងតែម្ដងសេនាដៃស្ដាំរបស់ស៊ីម៉ូហ្នឹងក៏បានមករាយការណ៍ថាលោកម្ចាស់ខ្ញុំបានរកឃើញស៊ွန်លីដែលកំពុងស្នាក់នៅក្បែរនេះស៊ីម៉ូក៏បាននិយាយថាតើមានមនុស្សប្រមាណអ្នកដែលនៅជាមួយនឹងគាត់សេនាដៃស្ដាំនឹងក៏បានឆ្លើយតបថាមានតែហេជីយ៉ាវនិងស៊ីលីនដែលជាអគ្គស្នងការរងរបស់ស៊ីនិងយុវជនម្នាក់ទៀតហើយខ្ញុំមិនដែលឃើញគាត់ពីមុនមកទេបរិះម្នាក់ហ្នឹងស៊ីម៉ូក៏បាននិយាយថាស៊ွန်លីមិនដែលនាំមនុស្សចម្លែកមកជាមួយទេអញ្ចឹងហើយបុគ្គលម្នាក់ហ្នឹងត្រូវតែមានសារៈសំខាន់ចំពោះគាត់ខ្លាំងណាស់សេនាដៃស្ដាំហ្នឹងក៏និយាយថាកុំព្រួយអីលោកម្ចាស់ពួកគេនឹងមិននៅសល់សំបីតែព្រលឹងស៊ីម៉ូញញឹមណារបៀបថាគេជឿជាក់ហើយនឹងឯងក៏និយាយថាស៊ွန်លីនៅម្នាក់ឯងគឺជាឱកាសដ៏ល្អបំផុតឯងត្រូវប្រកាសថាសម្លាប់គាត់ឲ្យបានមិនអាចឲ្យគាត់ចាក់ចេញពីក្រុងយ៉ាវនេះបានទេដោយឡែកលូជីនិងស៊ွန်យូក៏នៅមិនឆ្ងាយពីទីនេះដែរពួកគេប្រកាសជានឹងមករកជំនួយរបស់គាត់ឯងត្រូវតែឲ្យនរណាម្នាក់រារាំងពួកគេឲ្យបានដើម្បីកុំឲ្យពួកគេមកបំផ្លាញផែនការរបស់យើងយល់ទេដោយឡែកលូជីឯនេះវិញកំពុងតែនៅជំរុំហើយក៏ចាប់បានជនល្មើសម្នាក់ដែរលូជីពិនិត្យមើលទាញមុខងាកទៅនោះបន្តិចក៏ឃើញស្លាកសញ្ញាមួយដែលសាក់នៅក្បែរនឹងគុំតិចណាជាស្លាកសញ្ញាអ្នកចម្បាំងមរណៈក្រោយពីបានពិនិត្យមើលស្នាមសាក់នៅលើករបស់ជនល្មើសនឹងហើយណាលូជីក៏បាននិយាយថាស្នាមសាក់នឹងគឺជាអ្នកចម្បាំងមរណៈដែលបានបណ្ដុះបណ្ដាលទីហ៊ានម្នាក់ទៀតនឹងក៏បានសួរទៅកាន់លូជីថាបើគ្មានលោកគ្រូវ័យក្មេងស៊ွန်លីនៅទីនេះតើយើងគួរតែដោះស្រាយដោយរបៀបណាទៅលូជីក៏បាននិយាយថាយើងត្រូវតែឲ្យនរណាម្នាក់គូស្នាមសាក់នឹងជាមុនសិនដើម្បីស្វែងរកជនល្មើសណាកំពុងតែនិយាយគ្នានឹងក៏មានទាហានម្នាក់ទៀតនឹងបានរត់មកប្រាប់ទៅកាន់លូជីថាលោកអនុប្រធានមានសម្បត្តិផ្ញើមកជាបន្ទាន់ហើយនៅក្នុងសម្បត្តិនឹងក៏បានសរសេរថាត្រូវដឹកនាំទ័ពទៅកាន់ទីក្រុងយ៉ាវតែម្ដងទៅពេលហ្នឹងលូជីក៏បាននិយាយថាប្រហែលជាហ៊ីជីយ៉ាវនឹងបានរកឃើញលោកគ្រូវ័យក្មេងហើយដូច្នេះហើយលូជីក៏បានប្រាប់ទៅកាន់មនុស្សម្នានៅក្នុងជំរំហ្នឹងណាគឺប្រាប់ឲ្យរៀបចំអីវ៉ាន់នឹងបញ្ញាប់ចាក់ចេញជាបន្ទាន់ទៅទីក្រុងយ៉ាវក៏លេចមកមើលតួឯកប្រុសនិងតួឯកស្រីឯនេះវិញគឺកំពុងតែដើរនៅក្នុងផ្សារដើរមើលរបស់របរនៅក្នុងផ្សារអញ្ចឹងណាហើយតួឯកស្រីក៏លេចឆ្វាច់ក៏ឃើញអ្នកលក់កណាត់ប៉ាក់ក៏បានទាញយកមកមើលហើយក៏និយាយថាវាស្អាតដែរប៉ុន្តែមិនស្អាតដូចរបស់កណាត់ប៉ាក់ដែលមកពីយ៉ាណានទេប៉ុន្តែវាក៏មានភាពតាក់ទាញមួយយ៉ាងដែរតួឯកប្រុសក៏និយាយថានាងចូលចិត្តទេតួឯកស្រីក៏និយាយថាខ្ញុំបានតែមើលប៉ុណ្ណោះព្រោះថាពេលនេះខ្ញុំអត់មានលុយទេតួឯកប្រុសថាមិនអីទេខ្ញុំទិញឲ្យខ្ញុំទិញសម្រាប់នាងបានអញ្ចឹងណាអ្នកទាំងពីរក៏បានកលេចមើលមុខគ្នាហើយចំណែកឯហ៊ីជីយ៉ាវដែលជាមនុស្សចំណិតរបស់តួឯកប្រុសណាក៏កលេចឆ្វាច់នឹងឃើញបុរសម្នាក់ដែលកំពុងតែរែករបស់អីក៏មិនដឹងដែរកលេចទៅឃើញដូចជាចាប់អារម្មណ៍ណាប្រហែលជាគេកំពុងតែស៊ើបពីអីមួយអញ្ចឹងណាហ៊ីជីយ៉ាវក៏បានហៅស៊ွန်លីនឹងទៅនិយាយគ្នាហ៊ីជីយ៉ាវថាមើលទៅដូចជាមានរឿងអ្វីមួយកើតឡើងហើយនៅក្នុងផ្សារពាណិជ្ជកម្មនេះពួកគេប្រហែលជាមកពីតកូលស៊ីតួឯកប្រុសក៏និយាយថាខ្ញុំដឹងហើយចាំពិនិត្យមើលបន្តទៀតនិយាយគ្នាហើយក៏លេចមកវិញស្រាប់តែបាត់តួឯកស្រីយើងចឹងទៅតួឯកប្រុសឆ្លេឆ្លាយគឺនាំគ្នាចែកជើងគ្នាស្វែងរកតួឯកស្រីតែម្ដងតួឯកស្រីយើងណាអត់ដឹងថាតួឯកប្រុសនឹងគាត់តាមរកទេគឺបានដើរចុះឡើងនឹងក៏តាក់ភ្នែកមកមើលហាងមួយដែលហាងនឹងដូចជាមានលក់ប្រភេទគុជណាទាំងអស់គ្នាគុជឬក៏ត្បូងអីចឹងទៅដោយជួបជាមួយនឹងម្ចាស់ហាងស្រីចំណាស់ម្នាក់ដែរម្ចាស់ហាងក៏និយាយថាអ្នកនាងអាចមើលអ្វីដែលអ្នកនាងត្រូវការដោយសេរីបានតួឯកស្រីថាខ្ញុំចង់ទិញថ្មឆៅខ្លះអ្នកលក់ណាក៏បានប្រាប់ថាទាំងនេះគឺជាថ្មឆៅដ៏ល្អបំផុតហើយអ្នកនាងអាចពិនិត្យមើលបានមានច្រើនប្រភេទណាស់ចង់បានមួយណា
តួឯកស្រីក៏បានដកស្បោងចេញមកដោយក្នុងស្បោងហ្នឹងគឺមានថ្មក្អូបដែលមានតម្លៃអញ្ចឹងហើយអ្នកលក់គ្រាន់តែឃើញភ្លាមក៏បានសួរថាអាយ៉ាអ្នកនាងមានត្បូងក្អូបនេះអញ្ចឹងមិនអីទេអ្នកនាងអាចជ្រើសរើសអ្វីក៏បានដែរពីតូបរបស់ខ្ញុំរបៀបថាត្បូងហ្នឹងអត់សូវចង់រាក់ទាក់ជាមួយនឹងតួឯកស្រីទេនៅពេលដែលឃើញតួឯកស្រីដកត្បូងក្អូបនឹងអីចេញមកអញ្ចឹងបានគិតក្នុងចិត្តថាប្រហែលជាអ្នកមានយសស័ក្តិឋានៈខ្ពង់ខ្ពស់ហើយបានមានត្បូងក្អូបនឹងអីអញ្ចឹងណាតួឯកស្រីយើងក៏និយាយថាអ្នកមីងដូចជាមិនស្មោះត្រង់សោះខ្ញុំចង់បានថ្មឆៅល្អបំផុតកុំព្យាយាមបញ្ឆោតខ្ញុំនៅទំនិញថោកអីអ្នកមីងឮតួស្រីនិយាយបែបហ្នឹងហើយគឺអ្នកលក់ហ្នឹងរបៀបថាមើលទៅតួស្រីដូចជាមិនធម្មតាទេក៏នាំតួឯកស្រីយើងនឹងចូលមកមើលដល់ក្នុងហាងតែម្ដងដោយប្រាប់ថានេះទាំងនេះសុទ្ធតែជាថ្មសុទ្ធពីភ្នំខ្វាន់ថ្មទាំងហ្នឹងគឺមានគុណភាពមានតម្លៃខ្ពស់ណាស់ហើយត្រូវបានគេប្រើប្រាស់នៅក្នុងគ្រឿងអលង្ការឬក៏ឧបករណ៍ទំនើបផ្សេងទំនិញទាំងអស់នេះអ្នកនាងអាចរកបាននៅតែទីក្រុងយ៉ាវប៉ុណ្ណោះទេតួស្រីយើងក៏បាននិយាយខ្សឹបថាអ្នកមីងម្នាក់នេះស្រាប់តែទុនភ្លុនភ្លាមហ្មងហើយក៏បានសួរទៅអ្នកលក់បន្តថានិយាយអញ្ចឹងអ្នកមីងហាងអ្នកមីងមានតែមួយកន្លែងហ្នឹងទេឬក៏មានកន្លែងផ្សេងអីទៀតអញ្ចឹងណាអ្នកមីងនឹងក៏ឆ្លើយថាតាមពិតទៅទីក្រុងយ៉ាវនិងលៀងជើនៅក្បែរគ្នាទេហើយសម្បូរទៅដោយសារធាតុរ៉ែខ្លាំងណាស់ដូច្នេះហើយនាងអាចកម្មង់តាមអ្វីដែលនាងត្រូវការបានបើសិនជានៅលើតុនៅក្នុងហាងរបស់ខ្ញុំនេះអត់មានគ្រប់គ្រាន់តាមអ្វីដែលនាងចង់បានទេអាចដាក់បញ្ជាទិញនិងកក់ប្រាក់បានតួឯកស្រីយើងក៏និយាយថាចុះបើសិនជាខ្ញុំចង់បានត្បូងក្អូបកាន់តែច្រើនតើអាចនាំខ្ញុំទៅមើលនៅទីនោះបានអត់អ្នកមីងគាត់ថាអណ្ដូងរ៉ែនៅទីក្រុងយ៉ាវនឹងស្ថិតនៅក្នុងក្រុងប៉ៃស៊ាន់អញ្ចឹងហើយពួកគេត្រូវបានគ្រប់គ្រងដោយប្រជាជនប៉ៃស៊ាន់ដូច្នេះហើយគឺមានការយាមកាមនឹងតឹងរឹងណាស់យើងហ៊ានបានត្រឹមតែរើសសម្រាមនៅជុំវិញជីក្រុងប៉ុណ្ណោះទេតួស្រីយើងក៏នៅតែចាក់ជាសំណួរទៅកាន់អ្នកស្រីនឹងទៀតរបៀបថាសើបអ្នកទាំងអស់គ្នាចុះមានថ្មណាដែលសម្រិតសម្រាំងនិងពិបាករកជាងនឹងទៀតអត់អ្នកលក់ថាថ្មដែលពិបាករកបំផុតនឹងគឺជាគ្រីស្តាល់ដែកខ្មៅអ្នកលក់និយាយបណ្ដើរនឹងគឺទៅខ្សឹបដាក់តិចតួស្រីរបៀបថានិយាយដោយអាចកំបាំងអត់សូវហ៊ាននិយាយលឺខ្លាចមានគេស្ដាប់លឺខ្ញុំឃើញថានាងគឺជាអ្នកជំនួញខ្ញុំនឹងប្រាប់នាងពីការពិតទៅចោះរ៉ែគ្រីស្តាល់ដែកខ្មៅគឺត្រូវបានគេនិយាយថាស្ថិតនៅក្នុងទីក្រុងប៉ៃស៊ាន់ប៉ុន្តែពួកគេមិនបានឃើញរាប់រយឆ្នាំមកហើយគឺគេមិនដែលរកបានទេពួកគេខិតខំស្វះស្វែងរកខ្លាំងណាស់ប៉ុន្តែរកមិនទាន់ឃើញទេហើយអ្នកនាងក៏មិនគួរខ្ជះខ្ជាយខិតខំប្រឹងប្រែងតាមរករបស់នឹងដែរព្រោះថាមិនងាយនឹងរកបានទេតួស្រីយើងស្ដាប់ហើយក៏ញញឹមងក់ក្បាលហើយក៏អរគុណទៅកាន់អ្នកមីងនឹងបានឲ្យត្បូងក្អូបនឹងមកគ្រាប់ទៅជាទឹកតែថ្លៃប្រាប់ដំណឹងអីអញ្ចឹងណាចំណែកឯតួឯកប្រុសយើងរួមជាមួយនឹងមនុស្សចំណិតរបស់គាត់នឹងគឺកំពុងតែកលេចភ្នែកឆ្វេងស្ដាំហើយតាមរកតួឯកស្រីណាហ្នឹងហើយកលេចចុះឡើងហ្នឹងក៏ឃើញបុរសម្នាក់នឹងដែលគាត់កំពុងតែរែកនឹងរែកសង្រែកនឹងដឹងថារែកអីទេហើយមើលទៅដូចជាសង្ស័យថាជាជនល្មើសជាអីអញ្ចឹងទៅខ្លាចលោចាប់តួឯកស្រីទៅក៏រត់តាមចាប់បុរសម្នាក់នឹងរត់ចាប់ពេញតែទីក្រុងនឹងហើយបរោះនឹងក៏រត់មកពួននឹកស្មានតែថាពួននឹងចិត្តហើយស្រាប់តែកលេចងាកក្រោយទៅណតួឯកប្រុសហើយនឹងសេនាដៃស្ដាំគាត់នឹងក៏បានរត់មកសង្គ្រប់គម្រាមតែម្ដងថាចាប់តួឯកស្រីទៅណាប្រាប់ខ្ញុំមកបរោះនឹងក៏និយាយថាខ្ញុំមិនដឹងទេថាអ្នកកំពុងតែនិយាយពីអីនោះអញ្ចឹងហើយគឺគេសង្កត់កកាន់តែខ្លាំងឡើងរបៀបថាឆាប់ប្រាប់មកកុំសម្ដែងធ្វើរឹងមាំអីនឹងឯងប្រាប់មកថាយកតួឯកស្រីទៅលាក់ទុកនៅឯណាហើយអ្នកណាបញ្ជូនឯងមកគឺស៊ីចង្គន់មែនទេដែលជាអ្នកបញ្ជូនឯងមកនឹងឯងស៊ីចង្គន់ហ្នឹងអ្នកទាំងអស់គ្នាគឺជាឪពុករបស់ស៊ីម៉ូនឹងឯងបរោះម្នាក់ហ្នឹងស្ទើរនិយាយស្ទើរអត់អ្នកទាំងអស់គ្នាប៉ុន្តែខ្លាចតួឯកប្រុសយើងសម្លាប់ក៏និយាយទាំងភ័យខ្លាចថាគឺស៊ីម៉ូគឺអ្នកបញ្ជូនមកតួប្រុសថាប្រាប់ខ្ញុំមកតើយកតួឯកស្រីទៅទុកនៅណាកំពុងទៅសួរចម្លើយហ្នឹងគឺតួឯកស្រីយើងដើរមកងាកទៅឃើញតួប្រុសក៏និយាយថាខ្ញុំនៅទីនេះនឹងឯងតួឯកប្រុសក៏បានប្រឡែងបរោះម្នាក់នឹងទៅវិញទៅនឹងឯងអញ្ចឹងក៏ដើរមកហើយនាងទៅណាខ្ញុំខំតាមរកមិនឃើញសោះ
តួឯកស្រីក៏និយាយថាខ្ញុំកំពុងតែមើលកណាត់ប៉ាក់សុកងាកទៅគឺបាត់លោកអញ្ចឹងហើយខ្ញុំក៏ដើរស្វែងរកលោកទៅតាមពិតហ្នឹងតួឯកស្រីល្បិចសោះធ្វើលក្ខណៈថាដើរមកម្នាក់ឯងអីអញ្ចឹងទៅដើម្បីមានឱកាសសួរពីស៊ើបពីដំណឹងអញ្ចឹងណាស៊ើបពីដំណឹងពីដែកគ្រីស្តាល់អីអញ្ចឹងទៅតួឯកប្រុសហ្នឹងក៏ថាលើក្រោយកុំធ្វើអញ្ចឹងទៀតខ្ញុំបារម្ភខ្លាំងណាស់មិនអីទេតោះត្រឡប់ទៅវិញដល់ឡៃស៊ីម៉ូឯនេះវិញគឺកំពុងតែរងចាំអន្ទះអន្តែងរងចាំពីកូនចៅដែលបានឲ្យទៅស៊ើបដំណឹងណាអំពីលូជីហើយក៏ដូចជាបានឲ្យទៅស៊ើបដំណឹងអំពីស្វាន់លីអីដូចគ្នាដែរនិយាយទៅរាយគ្រប់កន្លែងហ្មងណាហ្នឹងហើយភ្លាមហ្នឹងសេនាដៃស្ដាំរបស់ស៊ីម៉ូហ្នឹងក៏បានដើរមកប្រាប់ថាលោកម្ចាស់ការស្ទាក់ចាប់បានបរាជ័យហើយឥឡូវហ្នឹងលូជីហើយនឹងទាហានរបស់ពួកគេហ្នឹងកំពុងតែធ្វើដំណើរទៅកាន់ទីក្រុងយ៉ាវហើយស៊ីម៉ូនិយាយទាំងកែវភ្នែកកំណាចណានិយាយថាអញ្ចឹងត្រូវតែធ្វើសកម្មភាពយប់នេះដរាបណាពួកគេមិនអាចទៅដល់ទីក្រុងយ៉ាវយប់នេះវាមិនមែនជាការបរាជ័យនោះទេឯងយល់ទេត្រូវតែធ្វើឲ្យបានស៊ីម៉ូគឺបានដាក់បញ្ជាឲ្យកូនចៅណាឥឡូវនេះចូលមកដល់ក្នុងបន្ទប់ផ្ទះសំណាក់មួយដែលតួឯកប្រុសយើងកំពុងតែអង្គុយត្រាំទឹកក្តៅហើយដូចតាំងសមាធិអញ្ចឹងតួឯកស្រីហ្នឹងក៏បានដើរទៅពីក្រោយដោយកលេចទៅឃើញស្នាមរបួសរបស់ស្វាន់លីក៏យកដៃទៅប៉ះមានអីត្រូវក្បាច់របស់ស្វាន់លីហ្នឹងចាប់ក្រៀកកកជាប់តែម្ដងស្វាន់លីក៏និយាយថាកុំមករកខ្ញុំពីក្រោយបែបនេះទៀតព្រោះថាខ្ញុំស្មានតែសត្រូវអីអញ្ចឹងណានិយាយហើយរបៀបថារៀងខឹងកំហឹងដែរក៏រុញតួឯកស្រីនឹងទៅវិញស្វាន់លីគាត់ដឹងថាតួឯកស្រីយើងរៀងមានល្បិចដែរព្រោះតួឯកស្រីតាមមើលទៅគឺគាត់ចង់សម្លាប់ស្វាន់លីដែរអញ្ចឹងណាតួឯកស្រីក៏និយាយថានៅពេលដែលដើរតាមផ្លូវណាខ្ញុំសង្កេតឃើញនៅក្នុងរបស់លោកនឹងគឺត្រូវរបួសដូច្នេះហើយខ្ញុំក៏បានសុំថ្នាំគេមួយចំនួនយកមកលាបរបួសឲ្យលោកស្វាន់លីក៏និយាយថាទោះបីជានាងស្លៀកពាក់ជាបរិសុទ្ធក៏ដោយនាងក៏នៅតែជាស្ត្រីវ័យក្មេងដែរអញ្ចឹងហើយកុំធ្វើអីទៅតាមចិត្តពេកពីព្រោះថាវាគ្រោះថ្នាក់ណាស់ខ្ញុំគ្រាន់តែចង់ជួយលោកប៉ុណ្ណោះចៅវាយវ័យក្មេងមិនបាច់រំលឹកខ្ញុំច្រើនដងពេកទេខ្ញុំចាំហើយថាខ្ញុំជាមនុស្សស្រីខ្ញុំជាអ្នកណានោះបើសិនជាលោកមានអារម្មណ៍មិនស្រួលក្នុងចិត្តទេខ្ញុំទុកថ្នាំនៅទីនេះឥឡូវហ្នឹងខ្ញុំចេញទៅហើយតាមពិតទៅតួឯកស្រីយើងប្រើល្បិចចូលមកគៀកតួឯកប្រុសហ្នឹងគឺគោលបំណងហ្នឹងចង់បានត្រាគុជពីតួឯកប្រុសទេអ្នកទាំងអស់គ្នាចង់លួចត្រាគុជហ្នឹងអញ្ចឹងណាប៉ុន្តែពេលដែលយកថ្នាំទុកហ្នឹងគឺរាវទៅគឺប៉ះចំដូចជាស្លាកសញ្ញាបន្ទប់ផ្ទះសំណាក់អីអញ្ចឹងណាបិទទ្វារចេញមកក្រៅហើយតួឯកប្រុសយើងក៏បើកទ្វារចេញមកផ្លែតក៏និយាយថាកញ្ញាជីលូខ្លាចជាចោរតាំងពីពេលណាតួឯកស្រីយើងក៏ប្រែទឹកមុខសម្ដែងផ្លែតភ្លាមតែម្ដងគឺញញឹមខ្វាច់ទៅកាន់តួឯកប្រុសយើងខ្ញុំគ្រាន់តែចង់ដឹងចង់ឃើញថាស្លាកសញ្ញាផ្ទះសំណាក់ហ្នឹងនៅក្នុងបន្ទប់ឬអត់ឥឡូវហ្នឹងខ្ញុំបានឃើញហើយខ្ញុំយកវាចេញមកព្យួរឲ្យលោកចោះតួឯកប្រុសក៏និយាយឌឺថាអរគុណហើយដែលនាងចេះគិតគូរពីខ្ញុំតួឯកស្រីហ្នឹងក៏ញញឹមទាំងរអៀសក្នុងចិត្តណាក៏ដើរចេញទៅស្របពេលដែលតួឯកស្រីយើងចុះទៅហ្នឹងក៏ជាយ៉ាវបានឡើងមកជួបនិយាយជាមួយនឹងតួឯកប្រុសយើងដោយគាត់បាននិយាយថាលោកគ្រូវ័យក្មេងយើងបានឃើញទាហានខ្លែងខ្លួនមួយក្រុមធំនៅខាងក្រៅក្រុងវាហាក់ដូចជាស៊ីច័ន្ទគុណកំពុងតែធ្វើសកម្មភាពអីមួយអញ្ចឹងតួឯកប្រុសក៏និយាយថាស៊ីម៉ូគួរតែឡោមព័ទ្ធទីក្រុងយ៉ាវនៅពេលនេះហើយមើលទៅនោះយើងមិនអាចចាក់ចេញបានទេបើអញ្ចឹងតើយើងគួរតែធ្វើម៉េចទៅលោកប្រធានលូជីក៏កំពុងធ្វើដំណើរនៅឡើយយើងមិនអាចតស៊ូនឹងកម្លាំងរបស់ពួកគេបានទេគ្នាយើងមានតិចណាស់សុនលីក៏និយាយថាមិនអីទេខ្ញុំមានផែនការឲ្យសម្រាប់រឿងនេះធ្វើយ៉ាងណាក៏ដោយត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីការពារជីលូឥឡូវនេះចូលមកដល់សកម្មភាពទីក្រុងយ៉ាវដែលមានទាហាននិងកងទ័ពអីជាច្រើនកាន់កំបិតកាន់ដាវអ្នកទាំងអស់គ្នាដល់ឡៃស៊ីម៉ូឯនេះវិញគឺអង្គុយផឹកតែបដាហ្នឹងគឺញញឹមទុកហើយសង្ឃឹមថារឿងហ្នឹងគឺប្រកាសជាបានជោគជ័យតាមអំណងរបស់គេអញ្ចឹងណាកំពុងតែញ៉ាំអាហារនៅក្នុងហាងឬក៏ផ្ទះសំណាក់មួយតួឯកប្រុសនិងតួឯកស្រីយើងក៏អង្គុយនៅក្បែរនឹងដែរដោយមានមនុស្សម្នាច្រើនគួរសមដែរក៏មានបរិសម្នាក់នឹងរត់មកប្រាប់រត់មកស្រែកថាចៅនៅទីនេះចៅនៅទីនេះប៉ុន្តែអ្នកទាំងអស់គ្នាមិនបាច់ភ័យស្លន់ស្លោទេគ្រាន់តែឲ្យលុយពួកគេទៅគឺលែងអីហើយ
ពេលហ្នឹងមនុស្សម្នាដែលនៅក្នុងផ្ទះសំណាក់នៅក្នុងហ្នឹងគឺកំពុងតែភ័យស្លន់ស្លោព្រួយបារម្ភអីគ្រប់គ្នាតែម្ដងហើយតួឯកប្រុសយើងក៏គិតក្នុងចិត្តដែរនេះគឺជាល្បិចរបស់ស៊ីម៉ូពិតប្រាកដណាស់ដល់ឡែកជីយ៉ាវហ្នឹងក៏នៅពីក្រោយមនុស្សម្នាជាច្រើននឹងដែរកំពុងតែត្រៀមការពារណាតួឯកប្រុសក៏បានអូសដៃតួឯកស្រីទៅថាមកតាមខ្ញុំនាំតួឯកស្រីដើម្បីភៀសខ្លួនចេញទៅកុំឲ្យមានបញ្ហាអញ្ចឹងណាខ្លាចលោមានទាហានមានអីហ្នឹងតាមសម្លាប់តាមអីទូស្រីអញ្ចឹងទៅក្រុមទាហានក្រុមចៅទាំងអស់ហ្នឹងណាបានសម្រុកចូលមកតែម្ដងអ្នកទាំងអស់គ្នាគឺទម្លុះទ្វារចូលហើយក៏ស្រែកថាកុំចាក់ចេញឲ្យសោះកុំចាក់ចេញឲ្យសោះតាហ៊ានចាក់ចេញគឺនឹងត្រូវស្លាប់ហើយហ្នឹងហើយអញ្ចឹងពួកគេហ្នឹងគឺត្រូវទៅតាមរកស្វនលីតាមរកតួឯកប្រុសនិងតួឯកស្រីនឹងឲ្យទាល់តែឃើញអញ្ចឹងណាហើយដល់ឡែកតួឯកប្រុសនិងតួឯកស្រីយើងក៏បានមកដល់ទីតាំងមកកន្លែងទៀតហើយដើម្បីពួនកុំឲ្យជួបជាមួយនឹងពួកទាហានអស់ហ្នឹងតួឯកស្រីក៏និយាយថាក្រុមមនុស្សទាំងអស់នោះគេកំពុងទៅតាមរកលោកមែនតួឯកប្រុសហ្នឹងក៏និយាយថានាងត្រូវជួយនាំខ្ញុំចេញពីទីនេះតួស្រីយើងក៏និយាយថាបើចង់ឲ្យខ្ញុំនាំចេញត្រូវតែមានកិច្ចព្រមព្រៀងជាមួយខ្ញុំតើធ្វើបានអត់តួឯកប្រុសក៏និយាយទាំងជឿជាក់ថាបើនាងធ្វើការជាមួយខ្ញុំគឺខ្ញុំធានាថាមិនឲ្យខាត់បងទេតួឯកស្រីយើងក៏មិនញញដែរក៏តបទៅវិញផ្លែតថាគ្មាននរណាម្នាក់អាចធ្វើឲ្យខ្ញុំចាញ់បានទេបើសិនជាខ្ញុំធ្វើការជាមួយគេតួឯកប្រុសថាប្រកាសហើយដរាបណាវាមិនប៉ះពាល់ដល់បៃស្នជ្រើសរើសអ្វីដែលនាងចង់បានចុះតួស្រីថាអូខេខ្ញុំនឹងធ្វើដើម្បីលោកងាកមកដល់ក្រុមទាហានខ្លាញ់ខ្លាយឯនេះវិញណាកំពុងតែសម្លុតប្រជាជននៅក្នុងផ្សារហ្នឹងដោយប្រាប់ថាបរោះអង្គុយចុះអត់ឲ្យងើបទេហើយស្ត្រីដើរចេញទៅក្រៅបញ្ញាប់ឡើងឆាប់ឲ្យលឿនឡើងគឺគំរាមណាហើយនៅក្នុងហ្នឹងជីយ៉ាវដែលជាសេនាដៃស្ដាំរបស់តួឯកប្រុសយើងហ្នឹងក៏បានបន្លំខ្លួនចូលទៅក្នុងហ្នឹងដែរពីព្រោះថាមានហេតុការណ៍អីកើតឡើងគឺជីយ៉ាវហ្នឹងអាចនឹងជាអ្នកដែលផ្ដល់ដំណឹងឲ្យតួប្រុសហើយក៏ត្រៀមប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមចៅក្រុមទាហានខ្លាញ់ខ្លាយនឹងដែរឥឡូវនេះគេកំពុងតែជំលះស្រីនឹងឲ្យរត់ចេញក្រៅហើយទុកតែប្រុសហើយអញ្ចឹងបានន័យថានៅប្រុសទាំងប្រមាណហ្នឹងប្រហែលជាគេត្រៀមនឹងប្រយុទ្ធជាមួយណាងាកមកស៊ីម៉ូឯនេះវិញគឺសេនាដៃស្ដាំរបស់គេនឹងបានមកប្រាប់ថាលោកម្ចាស់ទ្វារខាងមុខនិងខាងក្រោយនៃផ្ទះសំណាក់ត្រូវបានហុំព័ទ្ធអស់ហើយទ្វារក្រុងទាំង4ក៏ត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងដែរសុនលីគឺគ្មានផ្លូវកិច្ចចេញបានរួចទេស៊ីម៉ូក៏សួរបន្ថែមថាហើយចោះជីសៅតើនៅចិត្តស្និទ្ធនៅក្បែរសុនលីដែរអត់ជីសៅនឹងគឺជាមិត្តរបស់សុនលីនឹងអ្នកទាំងអស់គ្នានិយាយទៅធំដឹងក្តីមកជាមួយគ្នាហើយក៏ជាអ្នកគ្រប់គ្រងតបទាហានជាច្រើននៅក្នុងបៃស្វ័ននឹងដែរតើឯងបានយាមផ្ទះចាស់របស់គាត់នៅទីក្រុងយ៉ាវទេលូជីសៅគឺស្ថិតនៅក្នុងទីក្រុងលោកម្ចាស់ហើយផ្ទះចាស់របស់គាត់នឹងគឺទទេអត់មានមនុស្សនៅទេយើងមិនអាចធ្វើប្រហែសនៅទីនោះបានទេឯងដឹងអត់បញ្ជូននរណាម្នាក់ឲ្យទៅមើលវាភ្លាមសេនាដៃស្ដាំក៏និយាយថាសុនលីបានបំផ្លាញពាណិជ្ជកម្មអាវុធរបស់យើងនៅក្នុងជំរំនឹងអស់ហើយលើកនេះគាត់ត្រូវតែស្លាប់ដោយគ្មានការប្រោះប្រណីស៊ីម៉ូណានិយាយទាំងគំនុំថានៅពេលដែលសុនលីបានស្លាប់គ្មាននរណាម្នាក់ហ៊ានប៉ះពាល់រឿងនេះកាលពី12ឆ្នាំមុនបានទេហើយលោកឪពុកប្រកាសជាសរសើរខ្ញុំស៊ីម៉ូគេនិយាយទាំងជឿជាក់តែម្ដងអ្នកទាំងអស់គ្នាឥឡូវនេះមកដល់ក្រុមទាហានខ្លាញ់ខ្លាយហ្នឹងគេបានដើរត្រួតពិនិត្យមើលមុខតើមានសុនលីនៅនឹងអត់ព្រោះថាគេកំពុងតែរកមើលសុនលីអាងនឹងចាប់សុនលីទៅឲ្យស៊ីម៉ូណានៅពេលនោះណាសុនលីក៏បានបញ្ជូនសញ្ញាទៅតាមបង្អួចដើម្បីឲ្យក្រុមរបស់គាត់ដែលកំពុងធ្វើដំណើរនឹងបានដឹងណានឹងហើយគ្រាន់តែឮសញ្ញានឹងភ្លាមណាអ្នកទាំងអស់គ្នាក្រុមទាហានខ្លែងខ្លាយនឹងគឺបានសម្រុកចូលមកបន្ទប់សុនលីនឹងតែម្ដងលោកគឺជាសុនលីគឺចាប់ផ្ដើមប្រយុទ្ធហ្មងណាអ្នកទាំងអស់គ្នាសេនាដៃស្ដាំរបស់សុនលីក៏មិនបង្អង់ដែរគឺចាប់ផ្ដើមប្រយុទ្ធដែរព្រោះថាវាជាឱកាសមួយល្អហើយអញ្ចឹងចាប់ផ្ដើមប្រយុទ្ធតែម្ដងសុនលីនេះវិញក៏ប្រើស្នៀតពិសេសហោះពីលើផ្ទះនឹងមកហើយក៏ទាញដាវទាញកំបិតអីហ្នឹងគឺប្រយុទ្ធហើយអញ្ចឹងហើយអ្នកទាំងអស់គ្នាចាំមើលថាតើតួឯកប្រុសរបស់យើងនឹងគាត់អាចរត់រួចពីទីក្រុងយ៉ាវនឹងបានដែរអត់កំពុងតែប្រយុទ្ធគ្នាសុកណាគិតថាប្រហែលជាអាចមានផ្លូវរត់បានទេតែមានអីអ្នកទាំងអស់គ្នាគឺក្រុមពួកគេនឹងគឺបានមករួបរวมគ្នាច្រើនដោយស្មោចអញ្ចឹងហើយសុនលីហើយនឹងជីយ៉ាវនឹងគឺបានទល់ខ្នងគ្នាហើយត្រៀមនឹងប្រយុទ្ធតទៅទៀតពីព្រោះថាឥឡូវនេះមនុស្សកាន់តែច្រើនឡើងហើយដូច្នេះគឺ2ទល់នឹង20 30 40 50នាក់អញ្ចឹងហើយអាណិតតួឯកប្រុសយើងណាហើយនឹងជីយ៉ាវមែនតែន
ដោយឡែកតួឯកស្រីរបស់យើងឯនេះវិញគឺបានបំពេញតួនាទីដោយបានសន្យាជាមួយនឹងតួឯកប្រុសណាថានាងត្រូវតែធ្វើឲ្យបានសុនលីបានឲ្យជីលូនឹងទៅយកផ្លាកបញ្ជារបស់គាត់នឹងនៅឯផ្ទះចាស់ដើម្បីទៅស្វែងរកជំនួយពីលូជីសៅលូជីបានប្រាប់ថាលូជីសៅគឺគាត់បានធំឡើងជាមួយខ្ញុំគាត់ប្រកាសជានឹងមកជួយសង្គ្រោះខ្ញុំមិនខានខ្ញុំនឹងព្យាយាមឃាត់ដំណើររបស់ពួកទាហានចៅអីទាំងអស់នោះដូច្នេះហើយនាងត្រូវតែរកឱកាសនេះទៅយកផ្លាកបញ្ជានឹងឲ្យបានតួឯកស្រីយើងក៏បានធ្វើដំណើរទៅកាន់ផ្ទះចាស់របស់តួប្រុសហ្នឹងណាមិនដឹងថាតើអត់ទេអ្នកទាំងអស់គ្នាព្រោះថាតួឯកប្រុសហ្នឹងកំពុងតែប្រយុទ្ធណាតួឯកស្រីយើងក៏បានដើរចូលទៅក្នុងផ្ទះចាស់ហ្នឹងហើយយកបានផ្លាកបញ្ជាហ្នឹងឯងនៅពេលដែលយកផ្លាកបញ្ជានឹងបានហើយអង្គុយបន្តិចសិនអង្គុយទាំងបារម្ភក្នុងចិត្តអ្នកទាំងអស់គ្នាពីព្រោះថាក្នុងចិត្តរបស់ជីលូហ្នឹងចិត្តមួយគឺចង់រត់ចេញពីពេស្រាន់ហ្នឹងណាពីព្រោះថាបានផ្លាកបញ្ជាហើយងាយក្នុងការរត់ចេញណាហើយចិត្តមួយទៀតហ្នឹងគឺចង់ជួយឲ្យសុនលីព្រោះថាកំពុងតែមានគ្រោះថ្នាក់ខ្លាំងហើយណាមួយមិនចង់ក្បត់ពាក្យសន្យាអញ្ចឹងទៅជីលូក៏បានគិតនៅក្នុងចិត្តថាសុនលីលោកមិនខ្លាចខ្ញុំរត់ចេញដោយសម្ងាត់ទេអីនៅពេលហ្នឹងតួឯកស្រីយើងកំពុងតែអង្គុយបណ្ដើរហ្នឹងក៏សម័យដល់ពេលមួយដែលតួឯកប្រុសហ្នឹងបានឲ្យតួឯកស្រីយើងកាន់ផ្លាកបញ្ជានៅពេលហ្នឹងតួឯកស្រីយើងក៏បានសួរទៅកាន់សុនលីថាលោកមិនខ្លាចខ្ញុំរត់ចេញដោយសម្ងាត់ទេអីហើយសុនលីក៏បានតបទៅកាន់តួឯកស្រីយើងថានៅវាលរហោឋាននៅសមុទ្រខ្សាច់នាងបានស្បត់ថានាងមិនបោះបង់ចោលខ្ញុំឡើយដូច្នេះហើយរឿងអីថាខ្ញុំមិនទុកចិត្តនាងទោះបីជានាងចង់រត់គេចក៏ដោយនាងក៏នៅតែសង្គ្រោះខ្ញុំដោយដែលនាងបានសន្យាដែរខ្ញុំទុកចិត្តលើនាងហើយខ្ញុំក៏សុខចិត្តទទួលយកហានិភ័យគ្រប់យ៉ាងពិតណាស់ប្រសិនបើខ្ញុំវាយតម្លៃនាងខុសហើយនាងចង់សងសឹកមកខ្ញុំក៏គ្មានអ្វីត្រូវនិយាយដែរគ្រាន់តែសម័យចាប់ភ្លាមណាជីលូយើងគឺគាត់ពិបាកចិត្តគាត់បារម្ភផងអីផងអញ្ចឹងទៅតួឯកស្រីយើងក៏បានសួរខ្លួនឯងថាតើខ្ញុំគួរតែសង្គ្រោះគាត់អត់មិនអីទេទុកឲ្យវាសនាជាអ្នកសម្រេចទៅចុះឥឡូវហ្នឹងតួឯកស្រីយើងប្រើក្បាច់មួយទៀតហើយដោយយកដុំថ្មដុំគ្រោះតូចម្ដាយណាអ្នកទាំងអស់គ្នាដោយនិយាយជាមួយនឹងខ្លួនឯងថាបើសិនជាវាជាលេខគូខ្ញុំនឹងទៅប៉ុន្តែបើសិនជាមិនមែនលេខគូទេខ្ញុំនឹងមិនទៅទេនៅពេលហ្នឹងតួឯកស្រីយើងក៏ចាប់ផ្ដើមទម្លាក់ដុំថ្មម្ដងមួយហើយក៏នៅសល់ដុំថ្មតែមួយហើយចាំមើលតួឯកស្រីយើងធ្វើអីបន្តទៀតណាឥឡូវនេះតួឯកប្រុសយើងកំពុងតែប្រយុទ្ធតែនិយាយទៅមនុស្សកាន់តែមកច្រើនឡើងហើយនៅលើស្ពានឆ្លងទៅមកខាងទៀតណាគឺនៅកណ្ដាលស្ពានតែម្ដងក្រុមទាហានខ្លាំងៗទាំងអស់ហ្នឹងគឺសម្រុកមកទាំងមុខទាំងក្រោយធ្វើឲ្យសុនលីហើយនឹងជីយ៉ាវណាគឺពិបាកខ្លាំងមែនតើអ្នកទាំងអស់គ្នាខំប្រយុទ្ធផងអីផងកម្លាំងហ្នឹងក៏កាន់តែថមថយទៅហើយត្រូវរបួសក៏ខ្លាំងដែរអញ្ចឹងហើយគឺមានតែតទល់ខំប្រឹងព្យាយាមប្រយុទ្ធឲ្យអស់ពីសមត្ថភាពទេតួឯកស្រីយើងគឺមិនបោះបង់តួឯកប្រុសទេមើលទំនងទៅក៏បានយកកណាត់តាមផ្លូវណាគឺទាញមករុំពាត់ខ្លួនអស់ហើយលក្ខណៈថាខ្លែងបន្លំខ្លួនទៅធ្វើរឿងមួយដើម្បីជួយតួឯកប្រុសយើងណាអ្នកទាំងអស់គ្នាឥឡូវនេះសុនលីបានរត់ចេញពីពួកក្រុមទាហានខ្លែងខ្លាយអស់ហ្នឹងមកដល់ផ្ទះចាស់មួយហើយដោយព្យាយាមយកតុកទូយកឈើអីហ្នឹងមករារាំងទ្វារហ្នឹងអញ្ចឹងណាហើយពួកទាហានទាំងអស់ហ្នឹងគឺព្យាយាមវាយសម្រុកខ្លាំងមែនតែនហើយសម្រុកទាំងលើទាំងក្រោមអ្នកទាំងអស់គ្នាអើយមានទាំងគប់ភ្លើងមានអីទៀតអញ្ចឹងអូយអាណិតអត់មានអាណិតសុនលីហើយនឹងជីយ៉ាវខ្លាំងមែនតែនឥឡូវនេះជីយ៉ាវក៏បានប្រាប់ទៅកាន់សុនលីថាលោកគ្រូវ័យក្មេងតែយើងត្រូវធ្វើម៉េចឥឡូវហ្នឹងមនុស្សសម្រុកកាន់តែខ្លាំងហើយពួកគេសម្រុកខ្លាំងណាស់យើងត្រូវតែធ្វើបែបណាទៅសុនលីថាខ្ញុំបានបញ្ជូនជីលូដើម្បីទៅស្វែងរកជីសៅហើយអញ្ចឹងហើយកងទ័ពរបស់គាត់នឹងមកដល់ឆាប់នេះជីយ៉ាវថាតើលោកលូនៅរាជធានីដែរទេសុនលីថាប្រកាសជានៅព្រោះក្នុងអំឡុងពេលនេះជារៀងរាល់ឆ្នាំគាត់តែងតែលួចមកគោរពសពម្ដាយគាត់ជីយ៉ាវថាប៉ុន្តែកញ្ញាជីលូមកពីយ៉ាណានចុះបើនាងចាក់ចេញដោយយកសញ្ញានឹងទៅតើធ្វើយ៉ាងម៉េចទៅលោកម្ចាស់សុនលីណាក៏អត់មាននិយាយអីតទៀតដែរគឺប្រឹងទប់ប្រឹងយ៉ាងណារារាំងដើម្បីទុកឱកាសហ្នឹងឲ្យតួឯកស្រីរបស់យើងពួកគាត់ជឿជាក់ថាតួឯកស្រីនឹងជួយគាត់នឹងមិនអាចទៅចោលគាត់បានទេឥឡូវ
នេះងាកមកជីលូយើងវិញម្ដងណាគាត់បានតែងខ្លួនហើយធ្វើសម្លេងជាមនុស្សចាស់អញ្ចឹងណាគាត់ក៏បានដើរសឹមទៅក៏របៀបថាធ្វើដូចជាមនុស្សចាស់សុំទានសុំអីអញ្ចឹងណានឹងឯងក៏បាននិយាយថាមានអ្នកណានៅទេនៅក្នុង resident នេះមានអ្នកណានៅទេសូមផ្ដល់អាហារឲ្យខ្ញុំផងគាត់ប្រើសម្លេងជាមនុស្សចាស់អញ្ចឹងណាហើយពួកទាហានទាំងអស់ហ្នឹងក៏ឃើញជីលូដើរអញ្ចឹងក៏និយាយថាគ្មានអីទេគ្រាន់តែជាអ្នកសុំទានទេអញ្ចឹងកុំខ្វល់អីនៅពេលហ្នឹងកំពុងតែជួយទប់ជួយតែងអ្នកទាំងអស់គ្នាស្រាប់តែជីយ៉ាវក៏លេចទៅឃើញក្រុមចៅក្រុមទាហានខ្លាញ់ខ្លាយហ្នឹងលាប់ពីក្រោយបំរុងនឹងបាញ់សួនលីជីយ៉ាវហ្នឹងក៏បានរត់ទៅរងព្រួយនឹងជំនួសសួនលីតែម្ដងអាណិតជីយ៉ាវខ្លាំងមែនតើអ្នកទាំងអស់គ្នាអត់មានអារម្មណ៍ថាអាណិតគាត់ខ្លាំងណាព្រោះថាគាត់ជាមនុស្សស្មោះត្រង់អីអញ្ចឹងណាសុកចិត្តរងគ្រោះជំនួសម្ចាស់មានអ្នកណាខ្លះលួចក្រាស់ឲ្យជីយ៉ាវដោយអេដមីននៅក្នុងរឿងនឹងអេដមីនលួចក្រាស់បរោះចំនួន2នាក់អ្នកទាំងអស់គ្នាគឺជីយ៉ាវហ្នឹងហើយនឹងឈីមីងចុះ fan admin មានលួចក្រាស់ណាគេអត់នៅក្នុងរឿងហ្នឹងកុំភ្លេច comment នៅខាងក្រោមផងណានៅពេលដែលឃើញជីយ៉ាវរងរបួសទទួលព្រួញជំនួសអញ្ចឹងណាស្រាន់លីយើងគឺមានអារម្មណ៍ថាគាត់បារម្ភមែនតើគាត់មិននឹកស្មានថាជីយ៉ាវទៅរងគ្រោះជំនួសគាត់អីអញ្ចឹងណាហើយឥឡូវហ្នឹងក្រុមទាហានទាំងអស់ហ្នឹងគឺកំពុងតែសម្រុកបាញ់ព្រួញផងអីផងគឺធ្វើម៉េចគឺត្រូវតែសម្លាប់ស្រាន់លីហើយនឹងជីយ៉ាវនឹងឲ្យបានហ្មងណានៅក្នុងហ្នឹងទាំងពីរអ្នកហ្នឹងគឺមិនឲ្យរួចខ្លួនតទៅសោះហើយស្រាន់លីនិងជីយ៉ាវគឺប្រឹងកិច្ចខ្លាំងមែនតើប្រឹងយកតុកទូអីហ្នឹងគឺយកមករៀបរៀងមកទប់ដើម្បីកុំឲ្យក្របព្រួយនឹងត្រូវងាកមកឈីលូយើងវិញម្ដងគឺបានមកដល់ផ្ទះរបស់តកូលស្វាន់ហើយអ្នកទាំងអស់គ្នាផ្ទះរបស់មេដឹកនាំតកូលស្វាន់ណានៅទីក្រុងយ៉ាវហ្នឹងគឺបានគូសទ្វារតុកហើយក៏និយាយថាមានអ្នកណានៅទេមានអ្នកណានៅទេភ្លាមនោះណាទាហានម្នាក់ហ្នឹងក៏បានស្ដាប់ឮហើយក៏ដើរទៅក៏សួរថាតើអ្នកណានៅខាងក្រៅហ្នឹងឈីលូក៏និយាយជាសំឡេងមនុស្សចាស់ថាសូមជួយខ្ញុំផងខ្ញុំខានញ៉ាំអាហារប្រហែលថ្ងៃហើយគ្រាន់តែបើកទ្វារខ្វាក់ភ្លាមគឺឈីលូបានហុចផ្លាកបញ្ជារបស់ស្វាន់លីភ្លាមហើយក៏ទាហាននឹងបើកទ្វារឲ្យដើរចូលមកឈីលូគ្រាន់តែឃើញទាហានច្រើនណាក៏មានអារម្មណ៍ភ័យដែរពីព្រោះថាមើលទៅគឺគួរឲ្យខ្លាចអញ្ចឹងណាហើយភ្លាមនោះលូជីសៅនឹងក៏បានដើរចេញមកជីសៅនឹងគឺជាអ្នកដឹកនាំម្នាក់គឺនៅក្នុងតកូលបៃស្រាន់នឹងឯងអ្នកទាំងអស់គ្នាដែលជាបើនិយាយទៅដូចជាមិត្តភក្តិរបស់តួឯកប្រុសយើងអញ្ចឹងប៉ុន្តែអេដមីនឃើញកៅភ្នែកហើយមានអារម្មណ៍មួយថាជីសៅនឹងក៏មនុស្សមិនសូវជាស្មោះត្រង់អីជាមួយនឹងស្វាន់លីប្រហែលដែរអញ្ចឹងចាំមើលទៅមុខទៀតថាតើជីសៅនឹងគឺជាមនុស្សបែបណាណាអ្នកទាំងអស់គ្នាឥឡូវនេះជីសៅបានដើរមកឃើញមុខតួឯកស្រីគឺសម្លឹងមិនដាក់ភ្នែកទេដោយភ្លាមនោះទាហានបានហុចផ្លាកបញ្ជានឹងជីសៅនឹងក៏បានទទួលហើយយកទៅមើលទៅគឺជាផ្លាកបញ្ជារបស់ស្វាន់លីដល់ឡែកស្វាន់លីហើយនឹងជីយ៉ាវវិញអ្នកទាំងអស់គ្នាអើយគឺកំពុងតែរងគ្រោះខ្លាំងមែនតែនដោយពួកគេបានបាញ់ព្រួញភ្លើងមកហើយគឺដុតកំទេចផ្ទះចាស់នឹងតែម្ដងនិយាយទៅដុតស្វាន់លីហើយនឹងជីយ៉ាវនៅក្នុងនឹងតែម្ដងអ្នកទាំងអស់គ្នាដល់ឡែកប្រុសក្មេងស៊ីម៉ូអីនេះវិញណានៅពេលដែលឃើញស្វាន់លីកំពុងតែភ្លើងលេបតបាក់នៅក្នុងផ្ទះចាស់ត្រូវបានដុតកំឡោចនៅនឹងភ្នែកអញ្ចឹងគឺថាញញឹមខ្ជិបហ្មងគេពេញចិត្តពេញថ្លើមណាពេលហ្នឹងសេនាដៃស្ដាំរបស់គេហ្នឹងក៏បាននិយាយថាលោកម្ចាស់មើលទៅស្វាន់លីដូចជាត្រីនៅក្នុងសំណាញ់រួចទៅហើយស៊ីម៉ូណាញញឹមគេញញឹមតែម្ដងណាហើយអ្នកទាំងអស់គ្នាអើយអាណិតមែនតែនអណ្ដាតភ្លើងឆេះសន្ធោសន្ធៅខ្លាំងមែនតែននៅពេលហ្នឹងជីយ៉ាវក៏និយាយថាឈីលូនិងលោកលូជីសៅប្រហែលជាមកមិនទាន់ពេលទេលោកគ្រូវ័យក្មេងតើយើងអាចនឹងស្លាប់នៅក្នុងគ្រានេះដែរទេតួអាចប្រុសយើងក៏និយាយទាំងមុតមមថាខ្ញុំមិនទុកឲ្យឯងស្លាប់នៅក្នុងវ័យក្មេងដូចនេះទេអណ្ដាតភ្លើងក៏កាន់តែឆេះសន្ធោសន្ធៅហើយក៏មានរនាបក្តារខ្លះហ្នឹងបាក់ធ្លាក់មកអញ្ចឹងណាហើយស្វាន់លីរួមទាំងជីយ៉ាវហ្នឹងក៏កំពុងតែឆ្លក់ជាមួយនឹងផ្សែងភ្លើងដែរប៉ុន្តែទីបំផុតអ្នកទាំងអស់គ្នាជារឿងដ៏សំណាងមែនតែនលូជីសៅហ្នឹងក៏បាននាំទ័ពមកឲ្យទាល់តែបានហើយស៊ីម៉ូគេក៏លេចទៅឃើញលូជីសៅនឹងនាំទ័ពមកក៏និយាយថាអ្នកទាំងអស់គ្នាប្រុងប្រៀបលូជីសៅមកហើយអញ្ចឹងត្រៀមខ្លួនប្រយុទ្ធលូជីសៅក៏បានប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងក្រុមទាហានខ្លាំងខ្លាយទាំងអស់ហ្នឹងហើយតួឯកស្រីរបស់យើងហ្នឹងក៏មិនណយដែរអ្នកទាំងអស់គ្នាគឺទាញព្រួញបាញ់យកតែម្ដងនិយាយទៅសរសើរតួឯកស្រីយើងគាត់យ៉ាងណាក៏គាត់មិនចោលតួឯកប្រុសដែរនៅតែជួយណាបាញ់ចុះបាញ់ឡើងក៏លេចទៅឃើញស្វាន់លីហើយនឹងជីយ៉ាវកំពុងតែគេងនៅក្នុងផ្ទ
ផ្ទះចាស់ដែលត្រូវភ្លើងឆេះហើយស្លាប់អស់ហើយម្នាក់ណាក៏ស្រែកហៅសនលីហៅបណ្ដើភ័យបណ្ដើណាក៏លេចទៅឃើញក្រុមទាហានទាំងអស់ហ្នឹងគឺមកច្រើនមែនតែនមកច្រើនហើយក៏កលេចទៅមកខាងទៀតតួឯកស្រីយើងបានឃើញកណ្ដឹងអ្នកទាំងអស់គ្នាដូចជាជួងផ្ដល់សញ្ញាអីអញ្ចឹងណាពេលហ្នឹងតួឯកស្រីយើងគឺធ្វើដំណើរទៅកន្លែងជួងផ្ដល់សញ្ញានឹងឯងមិនដឹងថាជួងឬក៏កណ្ដឹងណាអេដមីនសុំហៅថាជួងចុះព្រោះថាភាសាខ្មែរយើងភាគច្រើនប្រើជួងអញ្ចឹងណាហ្នឹងហើយអញ្ចឹងតួឯកស្រីយើងគឺបានរត់ទៅហើយពេលហ្នឹងណាស៊ីម៉ូរួមទាំងដៃស្ដាំរបស់គេក៏លេចទៅឃើញហើយក៏បាននិយាយថាហេតុអីបានជាមានមនុស្សស្រីនៅទីនេះដែរនាងជាអ្នកដែលទៅប្រាប់លូជីសៅហ្នឹងហើយគឺជានាងជាអ្នកផ្ដល់ដំណឹងឲ្យជីសៅបើអញ្ចឹងនោះស៊ុនលីមិនមែនមានតែជីយ៉ាវទេហើយចុះប្រុសក្មេងដែលមកពីយ៉ាណាននៅជាមួយគាត់នោះតើស្ត្រីម្នាក់នេះលេចឡើងមកដោយរបៀបណាពេលហ្នឹងណាស៊ីម៉ូបានសួរទៅកាន់សេនាដៃស្ដាំរបស់គេអញ្ចឹងតួឯកស្រីយើងគឺអត់ខ្វល់ទេគឺបានឡើងទៅដល់កន្លែងជួងផ្ដល់សញ្ញាហ្នឹងហើយអ្នកទាំងអស់គ្នាគឺបានទាញឈើហ្នឹងគឺរុញទៅដំជួងនឹងតងតែម្ដងដើម្បីផ្ដល់សញ្ញាឲ្យអ្នកស្រុកអ្នកភូមិនៅទីក្រុងយ៉ាវហ្នឹងបានលឺជាសញ្ញាដាស់តឿនដល់អ្នករាល់គ្នាប្រកាសថាកំពុងតែមានអាសន្នហើយអញ្ចឹងហើយក្រុមប្រជាជនទាំងឡាយហ្នឹងប្រកាសជាមករួមផ្ដុំគ្នាដោយថាភ្លើងឆេះអីអញ្ចឹងគេជួយពន្លត់អីអញ្ចឹងណានៅពេលហ្នឹងស៊ីម៉ូគឺខឹងមែនតើអ្នកទាំងអស់គ្នាក៏បានទាញព្រួញបាញ់ទៅតួឯកស្រីរបស់យើងហើយគ្រាន់តែតួឯកស្រីយើងក៏លេចមកឃើញព្រួញរបស់ស៊ីម៉ូនាងក៏បានកិច្ចទៅប៉ុន្តែកិច្ចយ៉ាងណាក៏នៅឆិតជាមួយនឹងថ្ពាល់បន្តិចដែរព្រួញហ្នឹងគឺបានឆ្កូតត្រូវនឹងថ្ពាល់របស់តួឯកស្រីយើងបន្ទាប់ពីឮសំឡេងសញ្ញាកណ្ដឹងសញ្ញាជួងហ្នឹងណាក្រុមប្រជាពលរដ្ឋទាំងឡាយហ្នឹងគឺគាត់បានរត់មកផ្ដុំគ្នាគាត់ហៅគ្នាមកថាមានអាសន្នហើយជួយពលុតភ្លើងគ្នាសេនាដៃស្ដាំរបស់ស៊ីម៉ូក៏បាននិយាយថាឥឡូវនេះប្រជាពលរដ្ឋមកច្រើនហើយតើយើងត្រូវសម្លាប់ពួកគេប្រមាណអ្នកទៅដើម្បីបំភ័យពួកគេឲ្យត្រឡប់ទៅវិញស៊ីម៉ូថាយើងខ្លែងខ្លួនជាចោរដើម្បីឃ្លាតឆ្ងាយពីការស្លាប់របស់ស៊ុនលីហើយដើម្បីយឹតយោងទៅគោលស៊ីរបស់យើងដូច្នេះយើងមិនអាចសម្លាប់មនុស្សសាមញ្ញបានទេតែឯងនឹងចង់ធ្វើឲ្យរឿងកាន់តែធំទៅឯងយើងនឹងទៅទីក្រុងលៀងជៅដើម្បីជួបជាមួយនឹងបិតារបស់យើងជាមុនសិនដូច្នេះឯងនៅស៊ើបអង្កេតប្រវត្តិរបស់នាងឲ្យបានថានាងនឹងមកពីណាហើយនាងជាអ្នកណាស៊ីម៉ូណាបានប្រាប់សេនាដៃស្ដាំរបស់គេនឹងឲ្យស៊ើបប្រវត្តិតួឯកស្រីឯងអ្នកទាំងអស់គ្នាភ្លើងឆេះកាន់តែសន្ធោសន្ធៅខ្លាំងទៅឥឡូវនេះជីសៅនឹងគឺបានចូលមកដល់ស៊ុនលីហើយអ្នកទាំងអស់គ្នាបានចូលមកដល់កន្លែងស៊ុនលីហើយនឹងជីយ៉ាវណាដែលកំពុងតែស្លាប់ស្ដុកស្ដឹងនឹងឯងសេនាដៃស្ដាំរបស់ស៊ីម៉ូនៅពេលដែលស្ដាប់បញ្ជាពីចៅហ្វាយហើយក៏បានផ្លុំសញ្ញាឲ្យដកថយហ្នឹងហើយឲ្យក្រុមទាហានខ្លែងខ្លាយរបស់គេនឹងដកថយអស់ទៅពេលហ្នឹងគឺពួកគេបានដកថយហើយជីសៅយើងក៏បានទៅដាស់អង្រួនស៊ុនលីណាតួឯកស្រីយើងក៏បានមកដល់ដែរក៏ហៅទៅកាន់ស៊ុនលីក្រោកឡើងជីយើក៏បាននិយាយថាឥឡូវនេះយើងកុំទាន់ហៅអីយើងត្រូវតែនាំពួកគេចេញជាមុនសិនដើម្បីកុំឲ្យភ្លើងនឹងឆេះកាន់តែខ្លាំងហ្នឹងហើយនៅពេលហ្នឹងគឺក្រុមទាហានរបស់ជីសៅក៏បាននាំស៊ុនលីនឹងចេញពីភ្នក់ភ្លើងហ្នឹងទៅនាំស៊ុនលីហើយជីយ៉ាវណាដល់ឡែកងាកមកកាន់ឈីមីងវិញម្ដងអ្នកទាំងអស់គ្នាឈីមីងយើងអត់ទាន់ស្លាប់ទេយេក្រាស់របស់ admin ណាអត់ទាន់ស្លាប់ទេហ្នឹងហើយឈីមីងគឺកំពុងតែដេកយល់សពហើយនៅពេលហ្នឹងឈីមីងគឺត្រូវបានក្រុមអ្នកជួញដូរមនុស្សហ្នឹងគេចាប់យកទៅអញ្ចឹងណាហើយឥឡូវនេះគឺគេដាក់នៅក្នុងគុកអ្នកទាំងអស់គ្នាឈីមីងកំពុងតែដេកបដាហ្នឹងគឺសម័យកាលពីខ្លួននៅក្មេងនិយាយទៅជីវប្រវត្តិរបស់ឈីមីងគឺកំសត់ណាស់ឈីមីងសម័យកាលខ្លួននៅក្មេងហ្នឹងគឺដូចជាគេបំបែកខ្លួនចេញពីមិត្តភ័ក្តិរបស់ខ្លួនអញ្ចឹងណាបំបែកគាត់ចេញពីមិត្តភ័ក្តិរបស់គាត់អញ្ចឹងណាអញ្ចឹងទៅគាត់ក៏ខំប្រឹងរើបំរាស់ហើយពេលហ្នឹងគឺមានក្មេងស្រីម្នាក់ហ្នឹងក៏បានដើរចូលទៅប្រាប់ឲ្យទាហានដែលចាប់ឈីមីងហ្នឹងឲ្យឈប់ព្រោះថាតួឯកស្រីយើងគឺជាអ្នកនាងនៅក្នុងតកូលខ្ពង់ខ្ពស់នៃយ៉ាណានហ្នឹងអញ្ចឹងណាទៅក្នុងតកូលជនពេលហ្នឹងតួឯកស្រីយើងគាត់ដូចជាមានអាយុច្រើនជាងឈីមីងអញ្ចឹងមើលទៅរូបភាពទៅគឺតួឯកស្រីធំជាងអញ្ចឹងក៏ប្រាប់ឈីមីងថាកុំខ្លាចអីឈីលូក៏បានសួរទៅឈីមីងនៅក្មេងហ្នឹងថាតើនោះគឺជាមិត្តភ័ក្តិរបស់ឯងមែនដែលកំពុងតែដេកស្លាប់ហ្នឹងណាចាំខ្ញុំជួយអ្នកដើម្បីកប់សពរបស់គាត់បន្ទាប់មកឈីលូក៏បាននាំឈីមីងហ្នឹងមកនៅផ្ទះរបស់ខ្លួនដែលផ្ដល់ជាជំរកក៏ដូចជាមើលថែរក្សាអីអញ្ចឹងណាឈីលូក៏បានបកគលដាវទៅឲ្យឈីមីងដោយប្រាប់ថានេះគឺជាការងារទី2របស់ឯងដាវនេះមុតណាស់ហើយនៅពេលដែលកាត់ដែកគឺដូចជាភក់អញ្ចឹងបានន័យថាកាត់ទៅគឺដាច់ប៉ាត់ហ្មងណា
នឹងឯងអញ្ចឹងត្រូវតែមានការប្រុងប្រយ័ត្នខ្ញុំនឹងឲ្យដាវនេះទៅឯងដូច្នេះហើយឯងរក្សាទុកទៅនៅពេលហ្នឹងឈីមីងនិយាយទៅកាន់តួឯកស្រីថាអ្នកគ្រូវ័យក្មេងនេះគឺជារបស់មានតម្លៃណាស់តួឯកស្រីយើងក៏និយាយថានៅពេលដែលឯងទទួលយកដាវរបស់ខ្ញុំគឺឯងត្រូវតែធ្វើការឲ្យខ្ញុំឥឡូវនេះអញ្ចឹងបានន័យថាឈីមីងណាចងចាំរឿងរ៉ាវទាំងអស់ហ្នឹងហើយត្រូវតែការពារតួឯកស្រីណាអ្នកទាំងអស់គ្នាឈីមីងណាក៏បានសម័យបន្តទៀតពេលដែលប្រយុទ្ធគ្នាជាមួយនឹងក្រុមចៅណាហើយរួមទាំងត្រូវមួយដាវយ៉ាងធ្ងន់ធ្ងររបស់តួឯកប្រុសផងដែរគ្រាន់តែដល់កន្លែងចាក់មួយដាវហ្នឹងក៏ឈីមីងភ្ញាក់ឡើងភ្លាមតែម្ដងភ្ញាក់ឡើងក៏លេចមើលទៅគឺឃើញមនុស្ស2-3នាក់ដែលកំពុងតែដេកក្បែរខ្លួននឹងដែរណាហើយក៏ដឹងថាខ្លួនកំពុងតែត្រូវបានគេចាប់យកមកឃុំហើយគឺនៅក្នុងគុកឬមួយក៏ត្រង់ឯអ្នកទាំងអស់គ្នាអើយហើយឈីមីងយើងណាគឺនៅតែនៅរងរបួសនៅឡើយទេគឺអត់ទាន់ជាណានៅទរុនទរាត្រុតត្រោមនៅឡើយក៏បានដើរទៅកាន់ទ្វារហ្នឹងបំរុងនឹងបើកចេញបើកទៅមើលទៅគឺនៅជាប់ច្រវាក់ហ្នឹងគឺកលេចមើលទៅដូចជាអត់ឃើញមានមនុស្សទេឈីមីងយើងគឺខំប្រឹងយកដៃទៅកាន់កន្លែងសោនឹងអញ្ចឹងណាព្យាយាមថាធ្វើយ៉ាងណាចង់ចេញពីហ្នឹងណាប៉ុន្តែត្រូវបានអ្នកយាមគេនឹងគឺដើរមកតន់តែម្ដងអ្នកទាំងអស់គ្នាក៏បាននិយាយថាឯងកំពុងធ្វើអីឯងចង់រត់ទេឯងសង្ឃឹមថារត់រួចទេណារត់ទៅណារួចពេលហ្នឹងគឺគេមួលដៃរបស់ឈីមីងយើងយ៉ាងខ្លាំងតែម្ដងដែលធ្វើឲ្យឈីមីងនឹងរងរបួសកាន់តែខ្លាំងទៀតហើយអ្នកទាំងអស់គ្នាហើយក៏បាននិយាយសម្លុតថាបើឯងមិនចង់ស្លាប់ទេត្រូវប្រព្រឹត្តខ្លួនឯងឲ្យល្អកុំគិតថាចង់រត់រួចឲ្យសោះឈីមីងគឺឈឺចាប់ខ្លាំងណាស់អ្នកទាំងអស់គ្នាឈឺទាំងចិត្តឈឺទាំងកាយណាហើយនៅពេលហ្នឹងគឺក្រុមអ្នកយាមនឹងក៏បានដើរមកប្រាប់គ្នាគេនឹងម្នាក់ទៀតថាយើងគួរតែឲ្យថ្នាំទៅគេនឹងកន្លះដបទៀតទៅព្រោះថាមើលទៅដូចជាមិនរំពឹងថាជាសះស្បើយលឿនទេក្មេងប្រុសម្នាក់នេះពិបាកណាស់តើយើងលក់គាត់យ៉ាងម៉េចទៅបរិសម្នាក់ទៀតនឹងក៏ឆ្លើយថាយើងមិនអាចគ្រប់គ្រងបានទេគ្មាននរណាម្នាក់រាយការណ៍ឬស៊ើបអង្កេតទេអញ្ចឹងអីកុំខ្វល់អីអតីតកាលរបស់គេមិនសំខាន់ទេក្រៅពីនេះគឺគាត់មកពីយ៉ាណានដូច្នេះយើងប្រាប់ឯងនៅព្រឹកនេះអ្នកស្រីតាន់នឹងមកពិនិត្យទំនិញហើយអ្នកស្រីតាន់ហ្នឹងគឺជាអ្នករបៀបថាជាអ្នកទិញជួញដូរមនុស្សអញ្ចឹងណាអ្នកទាំងអស់គ្នាបើសិនជាអ្នកស្រីតាន់មកឃើញប្រុសក្មេងមុខមាត់សង្ហាបែបនេះនាងនឹងឲ្យតម្លៃកាន់តែថ្លៃឯងគិតតែមើលយើងនឹងចំណេញទ្វេដងឯណោះដូច្នេះហើយយើងគួរតែប្រយ័ត្នទៅល្អជាងយើងត្រូវតែបង្កើនបរិមាណថ្នាំទ្វេដងដើម្បីត្រៀមទុកនៅថ្ងៃស្អែកឈីមីងណាក៏បានស្ដាប់ឮអ្នកទាំងអស់គ្នាកំពុងតែឈឺរបួសផងកំពុងតែពិបាកចិត្តផងណាព្រោះថាដឹងថាគេចាប់ខ្លួនយកទៅលក់ណាឥឡូវនេះងាកមកមើលសម្រស់អ្នកនាងតូចនៃត្រកូលស្ដេចប៉ៃស្រាន់វិញម្ដងដែលមានឈ្មោះថាជីខ្វាន់អ្នកនាងតូចគឺបានធ្វើដំណើរជាមួយនឹងសេះមួយក្បាលគឺមកដល់ច្រកព្រំដែននៃទីក្រុងប៉ៃស្រាន់ហ្នឹងបំរុងនឹងចេញទៅដើរលេងណាអាចថាអបសុកអីអញ្ចឹងទៅនៅតែក្នុងរាជវាំងអញ្ចឹងទៅអ្នកនាងតូចហ្នឹងគឺគាត់តែងតែទៅណាមកណាហ្នឹងតាមតែចិត្តខ្លួនឯងហើយមួយទៀតហ្នឹងគឺឆ្នះឆ្នើមណាស់អ្នកទាំងអស់គ្នានៅពេលដែលធ្វើដំណើរអ្នកលក់ហ្នឹងគ្រាន់តែឃើញអ្នកនាងតូចភ្លាមហ្នឹងក៏ស្រែកថាអ្នកនាងចង់ទិញទឹកដែរទេអ្នកនាងតូចហ្នឹងគ្រាន់តែងាកមើលហើយញញឹមបន្តិចក៏បំបល់សេះហ្នឹងតទៅទៀតធ្វើដំណើររហូតមានមនុស្សម្នាជាច្រើននៅក្នុងផ្សារហ្នឹងហើយគេក៏បានកលេចមើលអ្នកនាងតូចហ្នឹងដែរដោយឃើញសម្រស់ក៏ស្រស់ស្អាតហើយអ្នកនាងតូចហ្នឹងគឺបានធ្វើដំណើរជាមួយនឹងសេះមួយក្បាលហ្នឹងកលេចមើលឆ្វេងស្ដាំដោយមិនសូវបានចេញមកក្រៅឃើញរបៀបថាគេលក់របស់របរសាមញ្ញអីអញ្ចឹងព្រោះថាខ្សែស្ដាច់កំពុងតែជិះសេះដើរមើលហ្នឹងគឺក៏ស្រាប់តែកលេចទៅឃើញមនុស្សមួយក្រុមដែលកំពុងតែមាត់លឺណាបុរសម្នាក់ហ្នឹងក៏បាននិយាយថាមកអ្នកទាំងអស់គ្នាមកមើលទីនេះថ្ងៃនេះមានរបស់ថ្មីមានទំនិញថ្មីគុណភាពខ្ពស់ល្អណាស់ហើយតម្លៃហ្នឹងគឺត្រឹមតែ10វ៉ុនតែប៉ុណ្ណោះយើងនឹងដាក់ដេញថ្លៃបើសិនជាអ្នកណាដេញថ្លៃបានតម្លៃខ្ពស់បំផុតហ្នឹងគឺជាអ្នកឈ្នះបុរសដែលជាឈ្មួញចាប់ក្មេងប្រុសក្មេងស្រីក៏ដូចជាមនុស្សវ័យជំទង់មនុស្សចាស់អីហ្នឹងយកមកលក់ហ្នឹងណាគឺបានទាញក្មេងស្រីវ័យជំទង់ម្នាក់ហ្នឹងយកមកបង្ហាញទៅដល់អ្នកទាំងអស់គ្នាហ្នឹងនៅពេលដែលយកក្មេងស្រីនឹងមកបង្ហាញហើយបរិសុទ្ធជាឈ្មួញនឹងក៏បាននិយាយថាមើលណែតើមើលទៅល្អទេអ្នកទាំងអស់គ្នាអាចដេញថ្លៃយកបានប្រសិនបើមានលទ្ធភាពដេញថ្លៃយកគាត់មើលទៅសម្រស់ស្រស់ស្អាតមិនធម្មតាទេក្មេងស្រីម្នាក់នេះនៅពេលហ្នឹងអ្នកនាងតូចនៃស្ដេចបៃស្រាន់ហ្នឹង
ហ្នឹងក៏បានដើរទៅមុខគេតែម្ដងដោយក្នុងដៃហ្នឹងគឺមានកាន់ខ្សែតៃមួយផងដែរគ្រាន់តែបរោះជាឈ្មួញនឹងបង្ហាញរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់ក្មេងស្រីម្នាក់ហ្នឹងក៏មានបរោះម្នាក់រៀងវ័យចំណាស់ដែរណានិយាយលឺថាខ្ញុំដេញថ្លៃ10 យន់ហើយបរោះម្នាក់ទៀតហ្នឹងក៏ស្រែកថាខ្ញុំដេញថ្លៃ15 យន់បរោះម្នាក់ទៀតថា20 យន់បរោះដែលជាឈ្មួញហ្នឹងក៏និយាយលឺទៅកាន់មនុស្សម្នាដែលកំពុងតែមើលឬក៏អ្នកដេញថ្លៃទាំងអស់ហ្នឹងថាតម្លៃខ្ពស់ជាងគេគឺ20 យន់ទេតើមានអ្នកណាហ៊ានខ្ពស់ជាងហ្នឹងទៀតអត់ពេលនោះក៏មានបរោះម្នាក់ទៀតហ្នឹងស្រែកមកថាខ្ញុំដេញថ្លៃ25 យន់អ្នកនាងតូចនៅពេលដែលឮបរោះម្នាក់ហ្នឹងដេញថ្លៃហ្នឹងក៏កលេចមើលទៅរៀងឆ្ងល់ក្នុងចិត្តដែរហើយកលេចមើលចុះឡើងស្រាប់តែឃើញជីមីងអ្នកទាំងអស់គ្នាឃើញជីមីងហ្នឹងកំពុងតែឈរអត់ចង់ដឹងទេដោយសារតែក្នុងខ្លួនហ្នឹងគឺអស់ល្វើយឈឺទ្រុឌទ្រោមអស់ហើយអញ្ចឹងទៅជីមីងហ្នឹងគឺសម្លឹងចុះក្រោមទេប៉ុន្តែអ្នកនាងតូចហ្នឹងគ្រាន់តែឃើញជីមីងភ្លាមហ្នឹងហាក់បីដូចជាពេញចិត្តតែម្ដងញញឹមហើយក៏ជីមីងហ្នឹងងាកមកមើលបើកភ្នែករឹមតិចអញ្ចឹងណាសម្លឹងទៅអ្នកនាងតូចហ្នឹងវិញបុរសជាឈ្មួញហ្នឹងបានស្រែកថា25 យន់បានស្រែកជាច្រើនដងស្រាប់តែអ្នកនាងតូចហ្នឹងក៏បន្លឺសំឡេងខ្លាំងថាខ្ញុំដេញថ្លៃ50 យន់បុរសជាឈ្មួញក៏និយាយថាអូ50 យន់ហ្នឹងសម្រាប់ក្មេងស្រីម្នាក់នេះអ្នកទាំងអស់គ្នាហ្នឹងក៏សើចដែរសើចគឺលក្ខណៈចំអកតែម្ដងណាហើយអ្នកនាងតូចហ្នឹងក៏និយាយថាខ្ញុំចង់បានគាត់គឺជាបុរសម្នាក់នោះពេលនោះណាឈីមីងក៏សម្លឹងមើលទៅកាន់អ្នកនាងតូចនឹងបើកភ្នែករៀងធំបន្តិចដែររបៀបថាគ្រាន់តែឮសំឡេងថាយកបុរសម្នាក់នោះណាហ្នឹងហើយអញ្ចឹងទៅបុរសដែលជាឈ្មួញនឹងសវ៉ារុញក្មេងស្រីជំទង់នឹងទៅក្រោយវិញផ្លែតតែម្ដងដោយទាញឈីមីងនឹងយកមកវិញនៅពេលដែលចាប់ផ្ដើមទាញឈីមីងមកទល់នឹងមុខអ្នកនាងតូចនឹងហើយណាស្រាប់តែមានស្ត្រីវ័យចំណាស់ម្នាក់នឹងគឺបានស្រែកមកយ៉ាងខ្លាំងថាខ្ញុំដេញថ្លៃចំនួន300 យន់ស្ត្រីម្នាក់ទៀតថា350 យន់ឯស្ត្រីម្នាក់ទៀតនឹងថា400 យន់ហើយស្ត្រីចំណាស់ម្នាក់ទៀតនឹងក៏ស្រែកថា450 យន់500 យន់គឺដណ្ដើមគ្នាចង់បានឈីមីងនឹងតែម្ដងណាអ្នកទាំងអស់គ្នានៅពេលហ្នឹងបរោះដែលជាឈ្មួញនឹងក៏ស្រែកលឺថា500 យន់ម្ដង500 យន់2 ដងស្រាប់តែអ្នកនាងតូចនឹងគឺគាត់សវ៉ាទៅទាញដៃឈីមីងតែម្ដងចង់បានឈីមីងពេកណាហើយខាងបរោះជាឈ្មួញនឹងថាទេកុំមកក្បែរកុំទាញយកទៅអីអញ្ចឹងណានាងអាចទិញបរោះនេះបានត្រឹមតែ50 យន់តែប៉ុណ្ណោះអញ្ចឹងហើយចង់បានទៅមិនកើតបរោះជាឈ្មួញនឹងរាប់ម្ដងទៀតថា500 យន់2 ដងអ្នកនាងតូចក៏និយាយទៅកាន់បរោះជាឈ្មួញនឹងថា500 យន់ណោះខ្ញុំចង់និយាយអំពីមាសយ៉ាងម៉េចដែរគ្រាន់តែឮថាមាសណាអ្នកទាំងអស់គ្នាដែលនៅជុំវិញនឹងគឺបានលន់មាត់ថាអូមាសលក្ខណៈថាភ្ញាក់ផ្អើលណាអ្នកខ្លះហ្នឹងក៏និយាយថាអូនាងពិតជាមានចិត្តសប្បុរសមែននាងចិត្តល្អខ្លាំងណាស់បរោះដែលជាឈ្មួញក៏បានរាប់ផ្សារជាថ្មីម្ដងទៀតថាមាសម្ដង2 ដង3 ដងអញ្ចឹងហើយខ្ញុំលក់ឲ្យអ្នកនាងចោះអ្នកនាងយកគាត់ចោះនៅពេលដែលអ្នកនាងចាប់ផ្ដើមហុចមាសទៅឲ្យបរោះជាឈ្មួញហ្នឹងគឺមានស្ត្រីចំណាស់ដែលស្រែកមកពីក្រោយថាតើក្មេងស្រីនេះមកពីណាដែរនាងហ៊ានណាស់ដែលមកប្រកួតប្រជែងជាមួយខ្ញុំនិងបើតាមអេដមីនគិតប្រហែលជាអ្នកស្រីតាន់ហ្នឹងហើយអ្នកទាំងអស់គ្នានៅពេលហ្នឹងអ្នកនាងតូចណារៀងឆាល់ដែរក៏ងាកទៅខ្វាច់និយាយទៅកាន់ស្ត្រីវ័យចំណាស់ហ្នឹងថាតើអ្នកចង់ទិញគាត់ដែរទេព្រោះគាត់ក៏ល្អដែរស្ត្រីវ័យចំណាស់ហ្នឹងថាខ្ញុំចង់បានចោះយ៉ាងម៉េចដែរនៅពេលហ្នឹងគឺមានអង្គរៈបុរសខ្ពស់មេធំនឹងនៅសងខាងអ្នកស្រីនឹងតែម្ដងគឺធ្វើឲ្យតួឯកស្រីយើងនឹងបើកភ្នែកធំហើយមុខកំក់កំមើលក្ខណៈថាមិនបានដូចចិត្តណាឈីមីងនឹងក៏សម្លឹងទៅកាន់អ្នកនាងតូចនឹងខ្លាំងដែរនៅពេលហ្នឹងអ្នកនាងតូចនឹងគឺលក្ខណៈថាមានគំនិតមួយដែលធ្វើឲ្យឈីមីងនឹងបានមកក្នុងដៃខ្លួនភ្លាមចាប់ផ្ដើមយកខ្សែតៃមកវត្តចំឈីមីងនឹងតែម្ដងហើយវត្តនឹងគឺមិនមែនចំខ្លួនទេគឺចំមុខដែលធ្វើឲ្យមានរបួសនៅលើមុខនឹងតែម្ដងពេលនោះអ្នកនាងតូចនឹងក៏បាននិយាយច្បាស់ទៅកាន់អ្នកស្រីនឹងវិញថាតើអ្នកស្រីនៅចង់បានគាត់ទៀតទេនៅពេលហ្នឹងអ្នកស្រីនឹងគឺខ្ញាល់មែនទែនអ្នកទាំងអស់គ្នាព្រោះថាធ្វើឲ្យប្រុសក្មេងនឹងខូចមុខខូចមាត់អស់
អញ្ចឹងទៅគឺគាត់ខ្ញាល់ខ្លាំងណាប៉ុន្តែអ្នកនាងតូចនឹងក៏ញញមិនធម្មតាដែរគឺឌីដងជាមួយនឹងអ្នកស្រីនឹងខ្លាំងណាស្ត្រីវ័យចំណាស់នឹងខឹងអ្នកនាងតូចនឹងពេកហ្នឹងក៏បាននាំគ្នាដើរចេញទៅហើយអ្នកនាងតូចហ្នឹងក៏បានងាកមកកាន់ឈីមីងវិញមកស្ទាបមកអែលថ្ពាល់ណាហើយក៏និយាយថាលោកត្រូវទៅនៅក្បែរខ្ញុំវាប្រសើរជាងកាប់បន្ទាបខ្លួននៅទីនេះកុំបារម្ភអីខ្ញុំនឹងមើលថែខ្ញុំមិនមែនជាមនុស្សអាក្រក់ទេមើលទៅកៅភ្នែករបស់លោកគឺស្រស់ស្អាតណាស់មិនអីទេរបួសនឹងខ្ញុំនឹងព្យាបាលលោកឲ្យបានល្អឡើងវិញឈីមីងណាក៏សម្លឹងមើលទៅកាន់អ្នកនាងតូចនឹងដែរប៉ុន្តែនៅក្នុងចិត្តនឹងមិនដឹងថាគិតពីអីទេមុខលក្ខណៈថាមិនចង់ញញឹមញញែមអីខ្លាំងទេហើយអ្នកនាងតូចនឹងឃើញឈីមីងអត់ញញឹមអត់ញញែមនឹងក៏ទាញថ្ពាល់ហើយសួរថាឈឺអត់នឹងតើលោកឈឺទេហេតុអីបានជាលោកមិនស្រែកសោះអញ្ចឹងបុរសដែលជាឈ្មួញនឹងក៏បានលូកមាត់មកថាអូអ្នកនាងគាត់ម្នាក់នឹងគឺអៀនខ្លាំងណាស់គាត់មិនសូវចេះនិយាយស្ដីអីទេអ្នកនាងអាចយកគាត់ទៅបណ្ដុះបណ្ដាលបន្ថែមបាននៅពេលហ្នឹងអ្នកនាងតូចគឺចាប់ផ្ដើមស្ងប់ចិត្តឡើងវិញហើយក៏ញញឹមទៅកាន់ឈីមីងហើយក៏បោះមាសម្ដុំទៅឲ្យបរោះជាឈ្មួញហ្នឹងបន្ទាប់មកក៏អូសដៃឈីមីងហ្នឹងចេញទៅប៉ុន្តែឈីមីងណាគឺមើលទៅចង់ទៅបន្តិចចង់អត់បន្តិចណាហើយអ្វីដែលសំខាន់បំផុតហ្នឹងគឺឈីមីងក៏មានការអៀនខ្មាស់ដែរដែលត្រូវគេយកមកលក់អញ្ចឹងហើយមានមនុស្សម្នាជាច្រើនដែលសម្លឹងមើលទៅកាន់ខ្លួនណាឥឡូវនេះងាកមកមើលស៊ុនលីរួមជាមួយនឹងជីសាវិញម្ដងដែលកំពុងតែអង្គុយផឹកតែជាមួយគ្នាមិនដឹងថាផឹកតែឬក៏ផឹកស្រាទេអ្នកទាំងអស់គ្នានៅពេលហ្នឹងណាលួយជីសាហ្នឹងក៏បាននិយាយទៅកាន់ស៊ុនលីថាវាស្ទើរតែគ្មានអ្នករស់រានមានជីវិតតកូលស៊ីគឺបានដកទ័ពចេញដោយស្អាតពេកហើយខ្ញុំគិតថាគេប្រហែលជាកំពុងតែរៀបចំអ្វីមួយហើយមើលទៅស៊ុនលីហ្នឹងក៏និយាយថាស៊ីចង្គន់មិនមែនជាមនុស្សល្ងងទេឯងមកទីក្រុងយ៉ាវគឺដើម្បីគោរពអ្នកម្ដាយដូច្នេះហើយមិនបាននាំមកនៅកម្លាំងច្រើនប្រមាណទេវាជាការភ្ញាក់ផ្អើលមួយដែលឈីលូត្រឡប់មកជួយខ្ញុំវិញខ្ញុំពិតជាគិតមិនដល់ពិតមែនជីសើក៏បានសួរទៅកាន់ស៊ុនលីថាតើឯងនឹងកំពុងតែនិយាយពីកញ្ញាជីលូនឹងមែនទេតាមខ្ញុំមើលនាងគឺជាមនុស្សស្រីដែលគួរឲ្យកត់សម្គាល់ខ្លាំងណាស់នាងក៏ឆ្លាតមិនណយដែរនាងក្លាហានណាស់អាចលើកធ្នូបាញ់ដោយមិនខ្លាចញញើតអ្វីទាំងអស់ហើយបាញ់ទម្លាក់អ្នកបាញ់ព្រួញស៊ីខ្លានរាប់សិបនាក់នាងថែមទាំងឆ្លៀសវៃមានគំនិតទៅបន្លឺសម្លេងកណ្ដឹងទៀតផងបាននិយាយទៅពិតជាគួរឲ្យកត់សរសើរពិតមែនដែលនាងអាចធ្វើឲ្យទ័ពរបស់ស៊ីម៉ូនឹងដកថយបានប៉ុន្តែរឿងមួយទៀតដែលគួរឲ្យអាណិតនោះគឺនាងជាស្ត្រីភេទប្រសិនបើនាងជាបុរសនាងនឹងក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់របស់សង្គមស៊ុនលីក៏លូកមាត់ការពារមនុស្សជាទីស្រឡាញ់របស់គេផ្លែតតែម្ដងដោយនិយាយថាទេពកោសលរបស់នាងលើសពីបុរសជាច្រើនអ្នកទៀតផងជីសៅណាក៏រៀងភ្ញាក់ផ្អើលបន្តិចដែរនៅពេលដែលឮស៊ុនលីសរសើរទៅកាន់ជីលូអញ្ចឹងក៏និយាយថាអាយ៉ានេះជាលើកទី1ហើយដែលខ្ញុំឃើញឯងនឹងចេះសរសើរមនុស្សស្រីស៊ុនលីនិយាយថាខ្ញុំគ្រាន់តែគិតថានាងខុសពីស្ត្រីដតីប៉ុណ្ណោះនាងឆ្លាតហើយរឹងប៉ឹងនាងអាចខុសខើទៅលើអ្នកដតីមនុស្សណាដែលធ្វើបាបនាងគឺនាងមិនចោះចាញ់ឡើយប៉ុន្តែនាងបែរជាមិនអាណិតដល់ខ្លួនឯងទៅវិញនិយាយបណ្ដើស៊ុនលីគឺសម័យដល់គ្រាដែលនៅលើមហាសមុទ្រខ្សាច់ណាអ្នកទាំងអស់គ្នាក៏បាននិយាយថានាងពិតជាឆ្លាតវៃណាស់នាងដូចជាកញ្ជ្រោងនឹងចចកអញ្ចឹងដែរពេលខ្លះទង្វើរបស់នាងមើលមួយផ្លែតអាចនឹងគិតថានាងជាមនុស្សអាក្រក់តែតាមពិតនាងក៏មានចំណុចល្អដែលគួរឲ្យចាប់អារម្មណ៍ជីសៅនិយាយទៅកាន់ស៊ុនលីទាំងញញឹមបែបរៀងលក្ខណៈដូចជាឆ្ងល់ក៏និយាយថាស៊ុនលីឯងមានអ្វីកើតឡើងជាមួយនាងទេដឹងអីស៊ុនលីនឹងដកដង្ហើមធំមុខបែបសពូនប្រហែលជាមានកង្វល់ក្នុងចិត្តចឹងណាប៉ុន្តែឯងកុំបារម្ភអីខ្ញុំបានរកកលិនុបដ្ឋាយិកាល្អម្នាក់ដើម្បីជួយមើលថែកញ្ជ្រោងរបស់ឯងហើយអញ្ចឹងឯងឆាប់ទៅសម្រាកទៅក៏លេចមកមើលតួឯងស្រីយើងឯនេះវិញណាគឺបានចេញពីក្នុងបន្ទប់មកដោយពាក់ខោអាវធំមួយបែបថាបំរុងប្រហែលជាចង់ទៅក្រៅហើយក៏ស្រាប់តែមានអ្នកមីង2នាក់ហ្នឹងគាត់ដើរមកក៏និយាយថាកញ្ញាឈីលូបានត្រៀមខ្លួនហើយនៅឈីលូគឺមុខរៀងឆ្ងល់ណាហ្នឹងហើយអ្នកមីងហ្នឹងក៏និយាយថាមកអង្គុយញ៉ាំអាហារសម្រន់ជាមួយនឹងខ្ញុំឈីលូញញឹមហើយក៏ដើរចូលមកអង្គុយជាមួយនឹងស្ត្រីទាំង2នាក់ហ្នឹងតែម្ដងហើយស្ត្រីវ័យចំណាស់ទាំងពីរហ្នឹងប្រហែលជាគាត់នៅតកូលបៃស្រាន់នឹងឯងដោយគាត់បាននិយាយទៅកាន់ឈីលូថានាងមើលទៅពិតជាល្អណាស់ពិតជាស្រស់ស្អាតណាស់អញ្ចឹងស្ត្រីវ័យចំណាស់ហ្នឹងក៏គាត់កេះគ្នាហើយនិយាយថាកុំនិយាយអញ្ចឹងប្រហែលជានាងមិនដឹងរឿងទេមើលទៅ
ស្ត្រីចំណាស់ម្នាក់ទៀតហ្នឹងក៏បាននិយាយទៅកាន់ឈីលូថានាងប្រហែលជាមិនដឹងរឿងទេចៅវាយវ័យក្មេងរបស់យើងមិនដែលនៅចិត្តនារីណាម្នាក់ឡើយរបៀបថាគាត់ពេញចិត្តនឹងឈីលូអញ្ចឹងណាក៏ព្យាយាមនិយាយប្រាប់ទៅកាន់ឈីលូនឹងដោយក្តីរំភើបពួកគាត់ទាំងពីរនាក់ហ្នឹងគឺរីករាយស្វាគមន៍ឈីលូមែនតែនដោយបានចាក់ទឹកតែឲ្យឈីលូហ្នឹងផឹកហើយក៏ដូចជាយកនំចំណីអីមកឲ្យឈីលូអញ្ចឹងណាហើយឈីលូយើងហ្នឹងក៏ញញឹមញញែមបែបលក្ខណៈថាជានារីដែលសុភាពរៀបសារនៅចំពោះមុខចាស់ទុំណាស្ត្រីវ័យចំណាស់ទាំងពីរហ្នឹងក៏និយាយទៅកាន់ឈីលូបន្តទៀតថាមិនមាននារីណាម្នាក់នៅទីនេះទេក្រៅពីខ្ញុំជាស្ត្រីវ័យចំណាស់ទាំងពីរនាក់នេះបាននិយាយទៅលោកចវាយគឺពិតជាឲ្យតម្លៃនាងខ្លាំងណាស់តែឥឡូវនេះមានក្មេងស្រីដ៏ស្រស់ស្អាតម្នាក់មកអង្គុយនៅក្នុងផ្ទះនេះខ្ញុំពិតជាសប្បាយចិត្តណាស់ខ្ញុំមិនរំពឹងទេថានាងស្រស់ស្អាតបែបនេះសោះស្ត្រីវ័យចំណាស់ហ្នឹងគឺគាត់និយាយសរសើរឈីលូខ្លាំងពេកដល់ថ្នាក់ឈីលូអៀនណាអ្នកទាំងអស់គ្នាគាត់សរសើរចុះសរសើរឡើងធ្វើឲ្យឈីលូហ្នឹងគឺនិយាយអត់ចាញ់ទេឥឡូវហ្នឹងចូលដល់សរសើរបរោះសង្ហាសួនលីក៏ដូចជាជីសៅទៀតណាអ្នកទាំងអស់គ្នាគាត់ថាលោកគ្រូវ័យក្មេងរបស់ខ្ញុំគឺមានកម្ពស់ខ្ពស់ខ្លាំងណាស់ហើយក៏សង្ហាខ្លាំងណាស់ដែរគាត់មានជំនាញអក្សរសាស្ត្រនិងក្បាច់គុណគ្មានអ្នកណាអាចប្រៀបផ្ទឹមបានទេបាននិយាយពីទ្រព្យសម្បត្តិវិញគឺអស្ចារ្យខ្លាំងណាស់មានដីនិងមានផ្ទះជាច្រើនកន្លែងទៀតគាត់ក៏គ្មានឪពុកម្ដាយចាស់ជរាហើយក៏គ្មានប្រពន្ធចុងឬក៏កូនខុសច្បាប់អីដែរគឺគាត់ល្អទាំងអស់អូយអត់មានចង់ទៅសើចអ្នកទាំងអស់គ្នានៅពេលដែលគាត់សរសើរខ្លាំងពេកទៅណាអេដមីននេះហ្នឹងក៏សរសើរទៅតាមពាក្យសម្ដីគាត់និយាយដែរអញ្ចឹងឈីលូរបស់យើងស្ដាប់បណ្ដើនឹងទ្រង់អៀនខ្លួនបណ្ដើក៏បានលើកទឹកតែមកពេកហ្នឹងយកទៅផឹកប៉ុន្តែក្នុងចិត្តមិនដឹងថាគិតយ៉ាងណាទេចំពោះស្ត្រីវ័យចំណាស់ពីរនាក់នេះណាដែលគាត់សរសើរបរោះសង្ហាលោកគ្រូវ័យក្មេងរបស់គាត់នឹងខ្លាំងពេកលោកអ៊ំទាំងពីរហ្នឹងក៏បាននិយាយបន្ថែមទៀតថាខ្ញុំមិនបានលាក់លៀមអ្វីជាមួយនាងទេចវាយវ័យក្មេងរបស់យើងគឺនៅកំឡោះបរិសុទ្ធពិតអូយអ្នកទាំងអស់គ្នាអត់មាននិយាយតាមគាត់ឯងចង់ទៅសើចនេះតួឯស្រីហ្នឹងក៏បានទាញនំម្ដុំហ្នឹងយកទៅញ៉ាំខំបានមួយម៉ាត់ហើយហ្នឹងក៏ចង់សើចចង់ខ្ជាក់មកវិញបន្តិចគ្រាន់តែលើអ៊ំចាស់ពីរនាក់ហ្នឹងនិយាយឲ្យស្ដាប់អញ្ចឹងណាអ៊ំចាស់ទាំងពីរហ្នឹងក៏និយាយបន្តទៀតថាណែបុរសល្អបែបហ្នឹងគឺមិនងាយរកបានទេនេះគឺជាការប្រកួតដ៏ល្អឥតខ្ចោះរវាងបុរសទាំងពីរនាក់អញ្ចឹងបានន័យថាអាចនឹងលូជីសៅរួមជាមួយនឹងសួនលីហ្នឹងឯងអ្នកទាំងអស់គ្នាពីព្រោះថាអ្នកទាំងពីរហ្នឹងគឺជាមិត្តសម្លាញ់នឹងគ្នាហើយក៏នៅតកូលខ្ពង់ខ្ពស់ដូចគ្នាអីអញ្ចឹងណានិយាយចុះនិយាយឡើងគឺសើចកក្អឹកជាមួយគ្នាឈីលូយើងក៏បានលូកមាត់មកហើយក៏និយាយថាតើនរណាជាចវាយវ័យក្មេងរបស់លោកស្រីដែរនៅពេលនោះណាលោកគ្រូវ័យក្មេងហ្នឹងក៏បានលូកមាត់មកផ្លែតចាគាត់និយាយថាតើអ្នកទាំងអស់គ្នាកំពុងនិយាយពីអ្វីហ្នឹងហើយលោកគ្រូវ័យក្មេងហ្នឹងបង្ហាញមុខមាត់មកហើយគឺជាលូជីសៅលោកអ៊ំទាំងពីរហ្នឹងក៏បានងើបក្រេះហើយក៏និយាយថាលោកគ្រូត្រឡប់មកវិញហើយលោកអ៊ំហ្នឹងក៏និយាយបន្តទៀតថាលោកលូពិតជាយកចិត្តទុកដាក់ចំពោះនារីវ័យក្មេងម្នាក់នេះខ្លាំងណាស់លោកស្រីចាងប្រហែលជាចិត្តមានដំណឹងល្អសម្រាប់គ្រួសារយើងហើយមើលទៅលោកអ៊ំទាំងពីរហ្នឹងនិយាយហើយគឺខ្សោយកក្អឹកដោយភាពរីករាយតែម្ដងណាហើយឈីលូរបស់យើងហ្នឹងក៏រៀងត្រង់អៀនបន្តិចដែរសម្លឹងមើលមុខទៅកាន់លូជីសៅហ្នឹងហើយលូជីសៅហ្នឹងក៏ញញឹមបែបត្រង់អៀនដែរលោកអ៊ំទាំងពីរហ្នឹងបែបយល់ចិត្តក្មេងៗណាក៏និយាយថាហ្នឹងហើយឥឡូវនេះខ្ញុំត្រូវទៅហើយទុកពេលវេលាហ្នឹងឲ្យលោកគ្រូនៅជាមួយនឹងនាងបន្តទៀតចុះពេលហ្នឹងអ្នកស្រីចាងក៏បានអោនមកខ្សឹបលោកគ្រូវ័យក្មេងលូជីសៅណាក៏ខ្សឹបថាលោកគ្រូនាងគឺជានារីវ័យក្មេងដ៏ល្អណាស់សម្រាប់លោកអញ្ចឹងកុំឲ្យឱកាសនេះរបូតពីដៃអសោះណានាងប្រកាសជាម្ដាយដ៏ល្អដែលអាចបង្កើតកូនបន្តពូជពង្សវង្សតកូលឲ្យយើងនៅថ្ងៃក្រោយបានហើយលូជីសៅនឹងក៏នៅស្ដាប់ក៏ដូចជាឈីលូនឹងក៏ស្ដាប់ឮតិចដែរអញ្ចឹងទៅគឺធ្វើឲ្យអ្នកទាំងពីរនឹងកាន់តែមានអារម្មណ៍អត់ស្រួលក្នុងចិត្តទេដូច្នេះហើយលោកគ្រូកុំឲ្យរំលងឱកាសនេះអសោះណាលូជីសៅណាបែបទ្រង់លក្ខណៈថាក្រែងចិត្តឈីលូដែរណាក៏បាននិយាយទៅកាន់លោកអ៊ំនឹងវិញថានាងគឺជាភ្ញៀវកិត្តិយសដែលនៅក្នុងផ្ទះនេះអ្នកមីងកុំនិយាយរឿងបែបនេះចំពោះនាងអីអ្នកមីងស្ដាប់ហើយសើចកក្អឹកហើយក៏នាំគ្នាដើរចេញទៅលូជីសៅក៏បាននិយាយប្រាប់ទៅកាន់ឈីលូថាលោកអ៊ំទាំងពីរហ្នឹងគឺគាត់បានរស់នៅកន្លែងខ្ញុំនឹងជាយូរមកហើយតើនាងនៅតែចង់ធ្វើជាបរិះនៅចំពោះមុខពួកគេ
ព្រោះថាជីសៅនឹងដឹងថាឈីលូយើងបានតែងខ្លួនជាមនុស្សប្រុសអីអញ្ចឹងណាអ្នកទាំងអស់គ្នាឈីលូក៏បានឆ្លើយតបទៅកាន់សំណួររបស់លូជីសៅណាក៏និយាយថានៅបរទេសនឹងការធ្វើដំណើរជុំវិញពិភពលោកការតែងខ្លួនជាបរិសគឺងាយស្រួលជាងការបង្ហាញខ្លួនជាមនុស្សស្រីពីព្រោះថាយើងមើលមិនដឹងទេថាមនុស្សណាអាក្រក់ឬក៏ល្អនោះជីសៅក៏និយាយទៅកាន់ឈីលូយើងថាមិនអីទេតាមសំណូមពររបស់នាងចុះខ្ញុំនឹងឲ្យអ្នកបម្រើម្នាក់មកតាមមើលថែនាងដូច្នេះហើយខ្ញុំត្រូវទៅសិនហើយគ្រាន់តែរៀបលាទៅណាឈីលូក៏បានសួរថាតើស៊ុនលីបានភ្ញាក់ហើយឬនៅជីសៅក៏បានញញឹមហើយងាកមកឈីលូវិញគាត់បានភ្ញាក់ហើយប៉ុន្តែគាត់នឹងក៏សំងំគេងទៅវិញប៉ុន្តែនាងក៏បារម្ភអីបន្ទាប់ពីសម្រាប់នឹងរៀបចំខ្លួនហើយខ្ញុំនឹងនាំនាងទៅជួបគាត់តួឯកស្រីយើងក៏និយាយថាចាស់មិនអីទេលូជីសៅក៏សួរទៅកាន់តួស្រីទៀតថាតើនាងចង់បានរង្វាន់ដែរទេប្រកាសណាស់មនុស្សដែលមានចិត្តសប្បុរសសមនឹងទទួលបានរង្វាន់តួឯកស្រីថាអូមិនបាច់ទេខ្ញុំមិនត្រូវការទេប៉ុន្តែលោកលូតើអាចរៀបចំសម្លៀកបំពាក់បរិសឲ្យខ្ញុំបានទេលោកលូថាអូមិនអីទេខ្ញុំនឹងរៀបចំឲ្យអ្នកភ្លាមកុំបារម្ភអីនិយាយគ្នាហើយនឹងលោកលូក៏បានដើរចេញទៅតួឯកស្រីយើងណាមើលទៅដូចរៀងមិនសូវសប្បាយចិត្តមិនសូវស្ងប់ក្នុងចិត្តទេអ្នកទាំងអស់គ្នាក៏បានសម័យនឹកឃើញពាក្យសម្ដីដែលស៊ុនលីរួមជាមួយនឹងសេនាដៃស្ដាំរបស់គាត់និយាយគ្នាណាហ្នឹងហើយនៅពេលដែលឈីលូនឹងគាត់ស្លាប់គាត់លួចស្ដាប់នៅពេលហ្នឹងតួឯកស្រីយើងស្ដាប់ឮសេនាដៃស្ដាំរបស់ស៊ុនលីនឹងប្រាប់ថាពួកគេគឺបានរកឃើញអណ្ដូងរ៉ែថ្មីមួយវាត្រូវបានគេហៅថាជាដែកខ្មៅដែកគ្រីស្តាល់ខ្មៅណាអ្នកទាំងអស់គ្នាដែលតួឯកស្រីយើងតាមរកហ្នឹងនៅពេលហ្នឹងស៊ុនលីក៏បានសួរថាតើអណ្ដូងរ៉ែហ្នឹងស្ថិតនៅទីណាសេនាដៃស្ដាំគាត់និយាយថាបងប្រុសរបស់ខ្ញុំគឺគាត់បានលាក់ទុកជាសម្ងាត់គាត់អត់បានប្រាប់អំពីទីតាំងនិងការរុករកទេបើសិនជាលោកគ្រូវ័យក្មេងចង់ដឹងការពិតខ្ញុំអាចសរសេរសម្បត្តិផ្ញើទៅសួរគាត់បាននៅពេលដែលសម័យចប់ហើយណាតួឯកស្រីយើងក៏បានគិតនៅក្នុងចិត្តខ្លួនឯងថាតើស៊ុនលីនិងសេនាដៃស្ដាំរបស់គាត់និយាយគ្នានៅថ្ងៃនោះវាជាការពិតឬអត់ណោះប៉ុន្តែប្រហែលជារឿងពិតហើយមើលទៅវាមិនខ្លាំងខ្លាយទេបើអណ្ដូងរ៉ែគ្រីស្តាល់ដែកខ្មៅត្រូវបានបង្ហាញខ្លួននៅក្នុងបេសនពិតមែនវានៅតែគ្មានឯកសារបញ្ជាក់ច្បាស់លាស់ដូច្នេះហើយមានតែពឹងផ្អែកលើស៊ុនលីដើម្បីចូលទៅបេសនបានឥឡូវនេះតួឯកស្រីយើងណាមានគម្រោងការត្រូវតែទៅក្នុងទឹកដីបេសននឹងឲ្យបានដោយទៅតាមរយៈស៊ុនលីអញ្ចឹងណាអញ្ចឹងទៅមិនដឹងថាគាត់មានគម្រោងការប្រើល្បិចអីជាមួយនឹងតួឯកប្រុសយើងបន្តទៀតហ្នឹងហើយអ្នកទាំងអស់គ្នាភាគទី3របស់យើងគឺបានបញ្ចប់ហើយដូច្នេះកុំភ្លេចរងចាំទស្សនានិងចាំស្ដាប់ការសម្រាយរបស់ admin នៅវគ្គបន្តទៀតណាជូនពរ fan របស់ admin ទាំងអស់គ្នាជួបតែសេចក្តីសុខនិងស្នាមញញឹមទាំងអស់គ្នាបាយបាយ